ម៉ាក់ខ្ញុំបានចំអិនស៊ុបមួយថ្ងៃពេញឲ្យខ្ញុំយកមកឲ្យអ្នកសាកមើលប្រុសល្ងងអ្នកឈួតហើយមែនទេចប់ហើយខូចបំផ្លាញហើយហេតាំងខ្ញុំបុកឡានមួយដោយមិនប្រយ័ត្នរឿងតូចប៉ុណ្ណឹងបងជួយសងវាជាឡានប្រណិតអ្វីឡានប្រណិតចាត់ទុកថាខ្ញុំមិនបាននិយាយលេហើយសុំទោសសូមចេញមកមួយផ្លេតពិភាក្សារឿងសំណងបន្តិចលោកស្រីតម្លៃរោងចក្ររបស់ឡាននេះគឺ580,000គ្មានធានារ៉ាប់រងទេការប៉ាន់ប្រមាណជួសជុលដំបូងគឺ50,000នេះជាលិខិតបញ្ជាក់សំណងសូមចុះហត្ថលេខាអរគុណលោកស្រីសម្រាប់ការសហការតើអ្នកចង់ធ្វើអ្វីពិតប្រាកដរឿងថ្ងៃនេះអ្នកគួរតែធ្វើដូចជាមិនដែលកើតឡើងកុំធ្វើជាលោកស្រីនៅចំពោះមុខខ្ញុំហើយមួយទៀតថ្ងៃខួបកំណើតឪពុកអ្នកខ្ញុំនឹងទៅផ្ទះអ្នកទទួលអ្នកចងចាំស្លៀកពាក់ឲ្យស្អាតអនាគតលោកស្រីខ្ញុំមិនរៀបការជាមួយអ្នកទេអ្នកមិនរៀបការក៏ត្រូវតែរៀបការរៀបការភ្ជាប់របស់យើងគឺឪពុកអ្នកសុំដោយខ្លួនឯងអ្នកគឺជាមនុស្សអាក្រក់ម្នាក់ជីដូនជីតាខ្ញុំឲ្យអ្នកទៅចាប់បានការក្បត់ក៏បានហើយអ្វីបានជាបុកឡានប្រណិតមួយទៀតមនុស្សមិនមានរបួសទេមែនទេសុំទោសមនុស្សមិនអីគឺល្អហើយគ្រាន់តែអាណិតលុយរបស់ខ្ញុំមិនទាន់ញ៉ាំបាយថ្ងៃត្រង់ផងក៏ហោះបាត់ទៅហើយកុំយំទៀតសាច់មួយមកចាត់ទុកថាខ្ញុំចំណាយ50,000ដើម្បីលួងស្រីស្អាតម្នាក់ថេងអ្នកល្អចំពោះខ្ញុំណាស់អ្នកគឺជាមិត្តស្រីស្និទ្ធតែម្នាក់គត់របស់ខ្ញុំបើខ្ញុំមិនល្អចំពោះអ្នកតើឲ្យខ្ញុំល្អចំពោះអ្នកណាឡើងឡានបងនាំអ្នកទៅញ៉ាំហតផតលោកឆាវរឿងសំណងបានដោះស្រាយរួចហើយនេះជាលិខិតសំណងពេខេងឈីវពេកషోខៃកាដាបកាត់អ៊ីឆេវយោលោកស្គាល់នាងរឿងបន្ទាប់នេះខ្ញុំនឹងដោះស្រាយផ្ទាល់អ្នកមិនបាច់ខ្វល់ទៀតទេម្យ៉ាងទៀតស៊ើបអង្កេតមើលនាងមានទំនាក់ទំនងអ្វីជាមួយយ៉ាវឆេវញ៉ាំលឿនខឹងក៏ត្រូវញ៉ាំឲ្យឆ្អែតសិនទើបខឹងបន្តថេងថ្ងៃនេះខ្ញុំបានឃើញផ្ទាល់ភ្នែកយ៉ាវឆេវនិងវិនខេងពួកគេទាំងពីរនាក់នៅជាមួយគ្នាយ៉ាវឆេវអាក្រក់នោះខ្ញុំបានប្រាប់យូហើយថាគេមិនមែនជាលើបែកគ្នាក៏ល្អហើយឪពុកម្ដាយខ្ញុំមិនយល់ព្រមទេពួកគេកំពុងរងចាំឲ្យគ្រួសារយ៉ាវជួយសង្គ្រោះទីក្រុងឌីបមិនមែនមានតែគ្រួសារយ៉ាវមួយដែលជាគ្រួសារល្អសម្រាប់រៀបការអញ្ចឹងទេខ្ញុំណែនាំបងប្រុសខ្ញុំឲ្យមានលុយហើយសង្ហាថែមទាំងការពារមនុស្សរបស់ខ្លួនសំខាន់បំផុតគេមិនធ្លាប់មានស្នេហាទេគ្រាន់តែអាយុច្រើនបន្តិចចរិតមិនសូវល្អបន្តិចមុខមើលទៅតឹងបន្តិចកំពុងលេងសាច់ទៀតហើយខ្ញុំមិនបានលេងទេបងប្រុសជាទីស្រឡាញ់របស់ខ្ញុំមានបញ្ជាអ្វី50,000ដែលអ្នកទើបផ្ទេរចេញឲ្យអ្នកណាគ្រាន់តែជួយមិត្តម្នាក់ឈ្មោះជាយូគឺយីឆេវយោអ្នកដឹងបានយ៉ាងម៉េចប្រាប់នាងឲ្យនៅឆ្ងាយពីរាវឆេវបងស្គាល់ឆេវទេធ្លាប់ជួបពីមុនអញ្ចឹងល្អហើយខ្ញុំក៏ចង់ណែនាំនាងឲ្យអ្នកស្គាល់ដែរមិនចាំបាច់ណែនាំទេហេតុអ្វីនាងជាមនុស្សល្អណាស់ហើយក៏ស្អាតណាស់ដែរអ្នកប្រកាសជាចូលចិត្តនាងជំពាក់ខ្ញុំរួចហើយអ្នកណាបងប្រុសខ្ញុំគាត់និយាយថាស្គាល់អ្នកហើយថាអ្នកជំពាក់នាងក្រៅពីអ្នកខ្ញុំមិនស្គាល់អ្នកត្រកូលឆៅផ្សេងទៀតទេអ៊ីឆេវយោពិតជាមិនដឹងគុណមែនសូម្បីតែទូរស័ព្ទខ្ញុំក៏ហ៊ានមិនលើកឆេងបងឆេវយោមិនខឹងមែនទេនាងនោះអ្នកត្រូវដឹងថាបើគ្រូសាអ៊ីចាក់ចេញពីគ្រូសាយ៉ាវសូម្បីតែមួយថ្ងៃក៏រស់មិនបានដែរអញ្ចឹងអ្នកនៅតែរៀបការជាមួយនាងទេរៀបការភាគហ៊ុនរបស់គ្រូសាអ៊ីខ្ញុំនៅមិនទាន់បានកាន់កាប់ទេអ្នកណាអនុញ្ញាតឲ្យអ្នកឆ្លុះជាមួយយ៉ាវឆេវលោកយ៉ាវបានទូរស័ព្ទមកសួរអ្នកផ្ទាល់ថាអ្នកមិនចង់រៀបការហើយមែនទេឆេវយោគម្រោងរបស់គ្រូសាយើងនិងគ្រូសាយ៉ាវចិត្តចុះហត្ថលេខាហើយពេលនេះអ្នកមិនអាចធ្វើតាមអារម្មណ៍បានទេម៉ាក់គាត់ក្បត់ខ្ញុំក្បត់ឆេវយោអ្នកគិតថាអ្នករៀបការជាមួយមនុស្សធម្មតាមែនទេគឺគ្រូសាយ៉ាវដរាបណាតំណែងលោកស្រីយ៉ាវជារបស់អ្នកកុំខ្វល់ថាគាត់មានស្រីប៉ុន្មានអ្នកក្រៅផ្ទះកុំបាត់បង់ធំដោយសាររឿងតូចខ្ញុំត្រូវធ្វើដូចជាមិនមានអ្វីកើតឡើងមែនទេអ្នកដឹងថាគាត់ក្បត់ខ្ញុំហើយនៅតែឲ្យខ្ញុំរៀបការពាក់កណ្ដាលគម្រោងរបស់គ្រូសាយើងពឹងផ្អែកលើគ្រូសាយ៉ាវអ្នកនឹងយ៉ាវឈៀវឆ្លោះគ្នាអ្នកធ្លាប់គិតពីគ្រូសាទេឈៀវយោអ្នកជាកូនស្រីគ្រូសាយអ្នកត្រូវគិតគូរដល់គ្រូសាយ៉ាវឈៀវមកដល់ហើយឈៀវយោប៉ុន្មានថ្ងៃនេះខ្ញុំបានគិតច្រើនជាកំហុសរបស់ខ្ញុំថ្ងៃនេះជាពិធីខួបកំណើតឪពុកអ្នកខ្ញុំមកទទួលអ្នកទៅសាលាកុំឲ្យអ្នកក្រៅមើលយើងទាំងពីរជារឿងកំ pl មើលទៅយ៉ាវឈៀវមានចិត្តស្មោះប៉ុណ្ណាផ្ការបស់អ្នកទុកវិញខេងវិញទៅខ្ញុំស្អប់វាឈៀវយោយ៉ាវឈៀវបានសុំទោសហើយម៉ាក់ខ្ញុំមិនចង់ទៅទេបើអ្នកនៅតែទទួលស្គាល់ខ្ញុំជាឪពុកយប់នេះត្រូវទៅជាមួយយ៉ាវឈៀវខ្ញុំដឹងហើយបែបនេះទើបជាកូនល្អ
ក្រោយនេះខ្ញុំធ្វើអ្វីនៅខាងក្រៅកុំមកជ្រៀតជ្រែកគ្រាន់តែធ្វើជាលោកស្រីយ៉ាវដោយស្ងៀមស្ងាត់គ្រប់គ្រាន់ហើយម៉េចចង់ទៅវ៉ាមែនទេពីឪពុកអ្នកនិយាយមុននេះអ្នកមិនបានឬទេបើគ្មានត្រកូលយ៉ាវអ្នកទាំងអស់គ្នាគ្មានអ្វីទាំងអស់ពិធីជប់លៀងយប់នេះកុំឈរចិត្តយ៉ាវឈាវពេកអ្នកជានរណាម្ចាស់បំណុលរបស់អ្នកម្ចាស់បំណុលលុយ 50,000 សម្រាប់មេបាច់មិនបានសងរួចហើយទេហើយអ្វីមានម្ចាស់បំណុលម្នាក់ទៀតលេចចេញមកអ្នកកុំបារម្ភទោះបីខ្ញុំលេងសប្បាយនៅខាងក្រៅយ៉ាងណាតំណែងលោកស្រីយ៉ាវនៅតែជារបស់អ្នកម្នាក់គត់អ្នកពិតជាគិតថាគ្រប់គ្នាចង់បានតំណែងលោកស្រីយ៉ាវមែនឬមិនមែនទេបើមិនដូច្នោះអ្នកក៏មិនមកចាប់ផ្ដើមរឿងនេះទេរឿងមុនខ្ញុំមិនយកមកគិតជាមួយអ្នកទេប៉ុន្តែក្រោយនេះកុំមកគ្រប់គ្រងរឿងរបស់ខ្ញុំច្រើនពេកម្នាក់ថយមួយជំហានរោជាខ្ញុំមិនដែលរៀបការជាមួយអ្នកទេទោះបីអ្នកមិនព្រមឪពុកម្ដាយអ្នកអាចយល់ព្រមបានឬតើអ្នកណាខ្វាក់ភ្នែកហ៊ានរៀបរាងឡានផងលោកស្រីយីចៅហ្វាយរបស់ពួកយើងចង់ជួបអ្នកតើជារឿងបុកពីក្រោយមុននេះមែនទេអំពីសំណងថៅកែរបស់ពួកយើងចង់ជួបនិយាយជាមួយលោកស្រីផ្ទាល់ថៅកែរបស់អ្នកជាអ្វីទៅហ៊ានមករ៉ារាំងឡើងខ្ញុំកំពុងសួរអ្នកលោកស្រីយីសូមអញ្ជើញដូច្នេះជាលោកឆាវតើរឿងនេះមានការយល់ច្រឡំអ្វីមួយទេខ្ញុំក៏ប្រញាប់នាំគូដណ្ដឹងខ្ញុំទៅចូលរួមពិធីជប់លៀងដែរឡើងឡានខ្ញុំអនុញ្ញាតឲ្យអ្នកទៅលោកឆាវមានរឿងអ្វីសូមនិយាយជាមួយខ្ញុំបានហើយអ្នកចង់ជិះឡានរបស់គេឬឡានរបស់ខ្ញុំលោកឆាវលោករកខ្ញុំមានរឿងអ្វីទៀមទាបំណុលពេលនោះលេខារបស់អ្នកបាននិយាយថាថ្លៃជួសជុល 50,000 ខ្ញុំបានផ្ទេរភ្លាមនៅកន្លែងនោះ 50,000 នោះគ្រាន់តែជាលើកដំបូងមានន័យថាម៉េចឡាននោះក្រោយពិនិត្យបន្តបានរកឃើញថាគ្រឿងបន្លាស់ខាងក្នុងខូចត្រូវបដូរទាំងមូលថ្លៃជួសជុលសរុបគឺ 50,000 ពេលនោះពួកយើងព្រមព្រៀងគ្នាគឺ 50,000 នោះជាការប៉ាន់ប្រមាណដំបូងឥឡូវនេះជាតម្លៃចុងក្រោយបើលោកស្រីយីមិនជឿខ្ញុំអាចឲ្យលោកស្រីមើលវាគេបើទៅជួសជុលខ្ញុំមិនអាចយកប្រាក់ច្រើនបែបនេះបានទេមិនអាចយកបានខ្ញុំអាចសងជាបងរំលោះប៉ុន្តែ 50,000 អ្នកត្រូវឲ្យខ្ញុំពេលវេលាបន្តិចខ្ញុំអាចឲ្យអ្នកពេលវេលាប៉ុន្តែអ្នកត្រូវសន្យារឿងមួយជាមួយខ្ញុំរឿងអ្វីយប់នេះធ្វើជាគូដៃរបស់ខ្ញុំទៅចូលរួមពិធីជប់លៀងយប់នេះជាមួយខ្ញុំជាការដោះដូរសល់ 45,000 ខ្ញុំអាចឲ្យអ្នកសងយឺតលោកឆាវអ្វីដែលខ្ញុំជំពាក់អ្នកគឺលុយមិនមែនសេរីភាពផ្ទាល់ខ្លួនទេខ្ញុំមិនបានកំណត់សេរីភាពផ្ទាល់ខ្លួនរបស់អ្នកទេគ្រាន់តែមួយយប់ប៉ុណ្ណោះការទិញលក់នេះចំណេញណាស់ឬថាអ្នកចង់ត្រឡប់ទៅនៅជាមួយគូដណ្ដឹងដែលក្បត់នោះជាងអ្នកដឹងបានយ៉ាងម៉េចខ្ញុំដឹងរឿងជាច្រើនដូច្នេះយប់នេះអ្នកជ្រើសរើសអ្នកណាខ្ញុំជ្រើសរើសអ្នក 50,000 បងរំលោះសឹងវិញអ្នកមិនអាចគិតការប្រាក់ខ្ញុំបានទេព្រមព្រៀងទៅសន្តាគារផ្សាររាត្រីលោកស្រីសូមអញ្ជើញមនុស្សគ្រប់គ្នាកំពុងមើលពួកយើងអញ្ចឹងឲ្យពួកគេមើលទៅយប់នេះខ្ញុំគ្រាន់តែជាដៃគូស្រីរបស់អ្នកអ្នកកុំធ្វើអ្វីផ្ដេសផ្ដាសអ្វីហៅថាធ្វើផ្ដេសផ្ដាសខ្ញុំមិនបានមើលខុសទេមែនអ្នកនៅក្បែរគាត់គឺអ៊ីឆេវនាងមិនមែនជាគូដណ្ដឹងរបស់យ៉ាវឆាវទេអាឆេវយានាងមកនៅជាមួយយ៉ាវឆាវមកបានយ៉ាងម៉េចពិតមាត់ឆាវកុំខឹងទៀតអីមកលឿនយប់នេះអ្នកនៅត្រូវទទួលភ្ញៀវជាមួយខ្ញុំឆាវយប់នេះនាងជាដៃគូស្រីរបស់ខ្ញុំលោកឆាវហេតុអ្វីលោកមកទីនេះពិតជាមិនបានទទួលស្វាគមន៍ទាន់ពេលទេឆាវអ្នកមានទំនាក់ទំនងអ្វីជាមួយលោកឆាវអ្នកឡើងទៅភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារឆាវតាំងពីពេលណាប្រាប់ម៉ាក់តាមការពិតមកខ្ញុំបានបុករថយន្តមេបាច់របស់នាងគ្រាន់តែជាម្ចាស់បំណុលរបស់ខ្ញុំប៉ុណ្ណោះបើអ្នកនៅជាមួយលោកឆាវកុំលាក់ម៉ាក់បើអាចភ្ជាប់ជាមួយគ្រួសារយ៉ាវវាមានប្រយោជន៍ជាងគ្រួសារយ៉ាវច្រើនខ្ញុំជាកូនស្រីរបស់អ្នកមិនមែនជាទំនិញដែលអាចបដូរតាមចិត្តបានទេ292ខ្ញុំឃើញយ៉ាវជាគូ9យ៉ាវជាគូ7 830ការគឺ39នេះ52ពីប្រយោជន៍130នាងខ្វះដៃគូស្រីដូច្នេះអញ្ចឹងអ្នកទៅចាប់យ៉ាវឆាវយកតំណែងជាលោកស្រីរោកុំឲ្យអ្នកផ្សេងឆក់ឱកាសទៅ
ជាវយើងនឹងលោកឆាវគ្រាន់តែមានទំនាក់ទំនងធម្មតាប៉ុណ្ណោះពិធីភ្ជាប់ពាក្យនៅតែបន្តតាមធម្មតាគឺគ្រប់គ្រាន់ហើយភ្ញៀវកិត្តិយសទាំងអស់គ្នាសូមអរគុណអ្នកទាំងអស់គ្នាដែលបានមកយប់នេះសូមមកចូលរួមពិធីខួបកំណើតរបស់ខ្ញុំថ្ងៃនេះមិនមែនជាថ្ងៃខួបកំណើតរបស់ខ្ញុំប៉ុណ្ណោះទេប៉ុន្តែជាថ្ងៃពិសេសមួយផងដែរខ្ញុំនឹងប្រកាសនៅទីនេះថាកូនស្រីខ្ញុំមីឆេវនឹងភ្ជាប់ពាក្យជាផ្លូវការជាមួយកូនប្រុសតកូយ៉ាវគឺយ៉ាវឆេវប៉ានិយាយអ្វីខ្ញុំបាននិយាយរួចហើយឪពុកអ្នកមិនអាចបោះបង់ដើមឈើធំរបស់ត្រកូលយ៉ាវបានទេចេញឲ្យឆ្ងាយពីគាត់បើមិនដូច្នោះទេកុំថាខ្ញុំមិនបានប្រមានលោកឆៅអ្នកក៏បានរើសហើយជាវយើងនឹងអាឈៀវថ្ងៃនេះនឹងភ្ជាប់ពាក្យជាផ្លូវការហើយវាយ៉ាងម៉េចខ្ញុំគ្រាន់តែខ្លាចអ្នកដទៃយល់ច្រឡំអំពីឆេវយ៉ាងណាមិញកេរ្តិ៍ឈ្មោះរបស់នារីសំខាន់ណាស់មានន័យដូចម្ដេចគាត់កំពុងនិយាយថាយីឆេវមានបរិសុទ្ធពីរនាក់ក្នុងពេលដែលមានទំនាក់ទំនងជាមួយបរិសុទ្ធផ្សេងនេះពិតជាខ្លាំងពេកកូនស្រីត្រកូលនេះក្លាហានមិនតិចទេយីឆេវមកទីនេះឥឡូវនេះខ្ញុំអាចធ្វើដូចជាគ្មានអ្វីកើតឡើងគ្មានអ្វីកើតឡើងចុះរឿងរបស់អ្នកនឹងវិញខេងវិញក៏ធ្វើដូចគ្មានអ្វីកើតឡើងដែរឆេវអ្នកអាចនិយាយបែបនេះបានយ៉ាងម៉េចខ្ញុំនឹងតែឆេវគ្រាន់តែជាមិត្តធម្មតាប៉ុណ្ណោះអ្នកមិនអាចព្រោះអ្នកនឹងលោកឆៅមានបែបនេះហើយមកបង្ខូចឈ្មោះពួកយើងទេឆេវមនុស្សច្រើនកំពុងមើលកុំនិយាយផ្ដេសផ្ដាសរ៉ាវឆេវឥឡូវនេះគឺជាគូដណ្ដឹងរបស់អ្នកចង់បំផ្លាញគាត់ឬនិយាយមិនពិតខ្ញុំបានឃើញដោយភ្នែកខ្លួនឯងនៅតែអាចអ៊ីឆេវគ្មានភស្តុតាងក៏មកបង្ខូចឈ្មោះខ្ញុំនៅទីនេះអ្នកមិនខ្លាចខ្ញុំប្តឹងអ្នកទេយករូបថតដែលខ្ញុំឲ្យអ្នកប្រមូលមុននេះបញ្ចាំងលើអេក្រង់ធំនេះជាស្នាដៃរបស់អ្នកណាលោកឆៅភស្តុតាងនេះគ្រប់គ្រាន់ទេគឺអ្នករ៉ាវឆេម៉ូអ្នកចិត្តណាធ្វើបាបខ្ញុំធ្វើបាបមនុស្សក្នុងរូបថតមិនមែនជាអ្នកទេនេះជារបស់ខ្លាំងខ្លាយគឺអ្នកបានរកមនុស្សមកវាយប្រហារអាក្រក់លោកយ៉ៅអាចឲ្យផ្នែកបច្ចេកទេសមកធ្វើជាសាក្សីនៅទីនេះបានចាប់ពីថ្ងៃនេះទៅពួកយើងបញ្ចប់គ្នាហើយអ្នកគិតច្បាស់ហើយឬចាក់ចេញពីគ្រួសារយ៉ាវអ្នកនឹងខ្លាចជាអ្វីនាងមិនត្រូវការគ្រួសារយ៉ាវទេចាប់ពីថ្ងៃនេះទៅនាងជាមនុស្សរបស់ខ្ញុំឆៅឈឹមអ្នកនឹងនាងមានទំនាក់ទំនងអ្វីគ្នានាងជាគូដណ្ដឹងរបស់ខ្ញុំគូដណ្ដឹងនាងទៅតែបដិសេធការភ្ជាប់ពាក្យអ្នកមិនបានទេពួកអ្នកទាំងពីរមានទំនាក់ទំនងលាក់លៀមតាំងពីយូរមកហើយមែនទេអ្នកទាំងអស់គ្នាបានឃើញហើយមែនទេខ្ញុំទៅជាជនរងគ្រោះលួចតាក់ទងជាមួយបរិសុទ្ធផ្សេងនៅពីក្រោយខ្ញុំហើយបែរជាចោទថាខ្ញុំក្បត់នាងវិញមិនឆ្ងល់ទេដែលតែងតែត្រជាក់ចំពោះដើមឡើយក្នុងចិត្តនាងមានអ្នកផ្សេងរួចហើយខ្ញុំនិយាយម្ដងទៀតនាងជាមនុស្សដែលខ្ញុំការពារខ្ញុំមិនអនុញ្ញាតឲ្យនរណាម្នាក់ប្រមាថនាងទេអ្នកនឹងលោកឆៅឈានដល់ជំហាននេះតាំងពីពេលណាហេតុអ្វីមិនប្រាប់ម៉ាក់មួយម៉ាត់លោកឆៅកូននេះនិយាយមិនសូវពូកែទេមិនចេះនិយាយល្អទេសូមលោកកុំប្រកាន់អីម៉ាក់មុននេះមិនមែនម៉ាក់និយាយថាឲ្យខ្ញុំកុំធ្វើឲ្យគ្រួសារយីខ្មាស់មុខទេកូនល្ងងគ្រួសារយ៉ាវខ្លាំងជាងគ្រួសារយ៉ាវរាប់រយដងបើកូនប្រាប់ថាជាលោកឆៅតាំងពីដំបូងម៉ាក់មិនមែនរារាំងកូនមិនឲ្យបែកការភ្ជាប់ពាក្យជាមួយយ៉ាវទេទៅចុះទីនេះមានសម្លេងរំខានខ្លាំងពេកមុននេះអ្នកកំពុងនិយាយអ្វីផ្ដេសផ្ដាសមានអ្វីមានន័យអ្វីដែលថាខ្ញុំជាមនុស្សរបស់គ្រួសារយ៉ាវខ្ញុំគ្រាន់តែជំពាក់លុយអ្នកមិនមែនក្មួយប្រុសឲ្យអ្នកទេខ្ញុំគ្រាន់តែចង់ជួយអ្នកដោះស្រាយស្ថានភាពប៉ុណ្ណោះដោះស្រាយស្ថានភាពអ្នកច្បាស់ជាបានរុញខ្ញុំពីរណ្ដៅមួយទៅរណ្ដៅមួយទៀតត្រកូលយ៉ាវគឺជាអន្ទាក់ខ្ញុំមិនមែនទេតើខ្ញុំមានហេតុផលអ្វីត្រូវជឿអ្នកខ្ញុំមិនមានទំនាក់ទំនងសាច់ញាតិអ្វីជាមួយអ្នកទេឆៅឈឹមតើគោលបំណងពិតប្រាកដរបស់អ្នកគឺអ្វីនេះគឺជារបស់ដែលអ្នកបានផ្ញើឲ្យខ្ញុំកាលពី10ឆ្នាំមុនកុំភ័យភ្លៀងឈប់ហើយនឹងមិនអីទេអ្នកមានឈ្មោះអ្វីខ្ញុំឈ្មោះយីឆៃវចុះអ្នកវិញឈឹមបងឈឹមគឺខ្ញុំបានស្វែងរកអ្នកអស់10ឆ្នាំបន្ទាប់ពីថ្ងៃនោះខ្ញុំត្រូវបានគេនាំទៅពេលខ្ញុំត្រឡប់មកវិញអ្នកបានផ្លាស់ទីទៅហើយខ្ញុំដឹងតែថាអ្នកឈ្មោះយីឆេវប៉ុន្តែរកអ្នកមិនឃើញសោះរហូតដល់ថ្ងៃនោះអ្នកបានបុកឡានរបស់ខ្ញុំដូច្នេះអ្នកបានរារាំងឡានខ្ញុំហើយនិយាយថាខ្ញុំជំពាក់អ្នក500 ថ្លៃជួសជុលពិតប្រាកដគឺ50,000 45,000ដែលនៅសល់គឺខ្ញុំប្រឌិតឡើងអ្នកបោកខ្ញុំមិនបោកអ្នកទេបើអញ្ចឹងតើអ្នកនឹងឡើងឡានខ្ញុំទេរ៉ាវឆេម៉ូឆៃឆេវចាំមើលពួកអ្នកឃ្លានហើយអត់ទេខ្ញុំមិននៅក្នុងពិធីជប់លៀងអ្នកគ្រាន់តែឆ្លោះជាមួយយ៉ាវឆេវហើយមិនបានញ៉ាំអ្វីទេកុំប្រាប់ថាអ្នកមិនឃ្លាននោះអរគុណដែលជួយខ្ញុំយប់នេះមិនបាច់ទេប៉ុន្តែពាក្យដែលអ្នកបាននិយាយនៅក្នុងពិធីជប់លៀងអាចធ្វើឲ្យមនុស្សយល់ច្រឡំ
យល់ច្រឡំអ្វីរ៉ាវឈៀវជាមនុស្សដែលសងសឹកខ្លាំងគាត់ប្រកាសជាមិនបោះបង់នេះទេហើយឪពុកម្ដាយខ្ញុំអ្នកក៏បានឃើញយប់នេះដែរពេលពួកគេស្ដាប់ថាជាអ្នកអាកប្បកិរិយាបានផ្លាស់ប្ដូរភ្លាមក្រោយមកគេប្រកាសជារកវិធីមកជាប់ជាមួយអ្នកសរុបមកវាពិតជាពិបាកណាស់មិនខ្លាចធ្វើឲ្យអ្នកពាក់ព័ន្ធទេតើអ្នកចង់ឲ្យគេនិងគ្រួសាររបស់អ្នកនោះមិនហ៊ានបង្ខំអ្នកទៀតទេចុះហត្ថលេខាលើវាខ្ញុំនឹងជួយអ្នកអ្នកចង់ឲ្យខ្ញុំខ្លាញ់ធ្វើជាសង្សាររបស់អ្នកបងរឿងនេះខ្ញុំមិនអាចចុះហត្ថលេខាបានទេផ្លាស់ប្ដូររបៀបហើយលឿនមែនអញ្ចឹងខ្ញុំហៅត្រឡប់វិញបន្តឲ្យអ្នកថាមិនចាំបាច់ទេប៉ុន្តែហេតុអ្វីមិនចុះកិច្ចព្រមព្រៀងមិនមែនអ្នកចង់ផ្ដាច់ខ្លួនពីពួកគេខ្លាំងទេខ្ញុំពិតជាចង់ផ្ដាច់ខ្លួនពីពួកគេប៉ុន្តែខ្លាញ់ធ្វើជាសង្សារបើរឿងនេះលេចធ្លីវានឹងប៉ះពាល់កេរ្តិ៍ឈ្មោះអ្នកកំពុងបារម្ភពីខ្ញុំមែនទេខ្ញុំបារម្ភពីខ្លួនឯងយប់នេះអរគុណដែលជួយខ្ញុំលុយ45,000នោះខ្ញុំនឹងរកវិធីសងវិញត្រឡប់ផ្ទះប្រយ័ត្នផងមានរឿងអ្វីទូរស័ព្ទមកខ្ញុំមិនមែនក្មេងទៀតទេហេតុអ្វីទៅជាបែបនេះមើលអំពើល្អដែលអ្នកធ្វើយប់នេះខ្ញុំបានលុបចោលការភ្ជាប់ពាក្យមានបញ្ហាអ្វីមានបញ្ហាធំគ្រូសាទើបតែទូរស័ព្ទមកនិយាយថាចង់បញ្ឈប់កិច្ចសហការទាំងអស់ជាមួយគ្រូសានោះក៏ព្រោះជាអ្នកក្បត់មុនក្បត់ហើយមិនទៅបរោះទៅលេងខាងក្រៅបន្តិចវាជារឿងធម្មតាមើលអ្នកវិញនៅចំពោះមុខមនុស្សជាច្រើនធ្វើឲ្យគ្រូសាអាម៉ាស់ប៉ាស្ដាប់មើលថាអ្នកកំពុងនិយាយអ្វីឪពុកអ្នកនិយាយត្រង់ពេកបន្តិចប៉ុន្តែគ្រូសាឥឡូវពឹងផ្អែកលើគ្រូសាយ៉ាវទាំងស្រុងអ្នកមិនអាចអត់ធ្មត់បន្តិចទេអត់ធ្មត់ដល់ពេលណារហូតដល់គាត់មានកូនជាមួយ Wenten ឬខ្ញុំមិនខ្វល់ថាអ្នកគិតយ៉ាងណាទេថ្ងៃស្អែកអ្នកទៅសុំទោសយ៉ាវឆែវហើយកំណត់អាពាហ៍ពិពាហ៍ឡើងវិញខ្ញុំមិនរៀបការជាមួយគាត់ទេបើអ្នកមិនរៀបការកុំទទួលស្គាល់ខ្ញុំជាឪពុកបានអញ្ចឹងកុំទទួលស្គាល់ចេញទៅហើយកុំត្រឡប់មកវិញគ្រូសាយីរបស់យើងគ្មានកូនស្រីដែលមិនស្ដាប់បង្គាប់បែបនេះទេឡានអ្នកនៅទីនេះបានយ៉ាងម៉េចឆ្លងកាត់មកកុហកខ្ញុំឲ្យគេជូនអ្នកត្រឡប់ផ្ទះឃើញអ្នកចេញមកទើបតាមមកអ្នកឲ្យគេតាមដានខ្ញុំគ្រាន់តែបារម្ភពីអ្នកបងឆែនមកឥឡូវនេះខ្ញុំគ្មានកន្លែងទៅទេផ្ទះខ្ញុំមានបន្ទប់ទំនេរបែបនេះមិនសូវល្អទេមែនទេអញ្ចឹងអ្នកចង់ដេកតាមផ្លូវឬស្នាក់នៅសន្តាគារហើយត្រូវមនុស្សរបស់យ៉ាវឈៀវរកឃើញអរគុណបងឆេមីវបងឆេមីវផ្ទះអ្នកធំណាស់គ្រាន់តែអាចស្នាក់នៅបានប៉ុណ្ណោះលោកម្ចាស់ម្នាក់នេះគឺភ្ញៀវរៀបចំបន្ទប់ភ្ញៀវនៅជាន់ទី2បាទលោកម្ចាស់នេះគឺលើកដំបូងដែលនាំនារីម្នាក់មកផ្ទះពូលេពាក្យរបស់អ្នកច្រើនពេកហើយបងឆេមីវអរគុណអ្នកខ្លាំងណាស់ពេលខ្ញុំរកឃើញកន្លែងស្នាក់នៅខ្ញុំនឹងផ្លាស់ចេញខ្ញុំនឹងមិនរំខានអ្នកយូរទេបើជាអ្នកចង់រំខានខ្ញុំយូរប៉ុណ្ណាក៏បានស្នាក់នៅទីនេះដោយឥតគិតថ្លៃប៉ុន្តែមានលក្ខខណ្ឌមួយនិយាយមកមុនម៉ោង11យប់ត្រូវតែត្រឡប់មកវិញផ្ទះអ្នកមានម៉ោងហាមចេញចូលទៀតដើម្បីសុវត្ថិភាពមើលទៅដូចជាមនុស្សចាស់ណាស់អ្នកនិយាយអ្វីគ្មានអ្វីទេអូមែនហើយបងឆេមីវប្រាក់450,000នោះខ្ញុំបាននិយាយហើយថាជាការបោកអ្នកតែយប់នេះអ្នកបានជួយខ្ញុំយ៉ាងច្រើនខ្ញុំមិនអាចស្នាក់នៅផ្ទះអ្នកដោយឥតគិតថ្លៃទេអញ្ចឹងមកធ្វើការនៅយ៉ាវសេឌីចាប់ផ្ដើមពីតំណែងមូលដ្ឋានយកប្រាក់ខែសងថ្លៃជួលផ្ទះបានទេអ្នកមានសញ្ញាបត្រហិរញ្ញវត្ថុពី King University
ចាត់ទុកថាជាករណីលើកលែងនរណាហ៊ាននិយាយដើមខ្ញុំនឹងបណ្ដេញអ្នកនោះចេញបងရှេមៀវអ្នកការពារមនុស្សរបស់ខ្លួនបែបនេះប្រយ័ត្នចិញ្ចឹមមនុស្សអុកតេញ៉ូតើអ្នកមែនទេមិនមែនទេខ្ញុំនឹងខិតខំធ្វើការឲ្យសង្លុយឲ្យអ្នកឆាប់បំផុតមិនបាច់ប្រញាប់ទេឈៀវយកខ្ញុំមើលថាអ្នកបានឆ្លុះបែកជាមួយយ៉ាវឈៀវនៅក្នុងពិធីជប់លៀងហើយថែមទាំងចេញទៅជាមួយបរិសម្នាក់ទៀតមែនខ្ញុំបានសុំបែកគ្នាជាមួយយ៉ាវឈៀវរួចហើយកុំបង្វែរប្រធានបទបរិសនោះជានរណាប្រាប់ខ្ញុំឲ្យលឿនគ្រាន់តែជាមិត្តធម្មតាគាត់ជួយដោះស្រាយបញ្ហាឲ្យខ្ញុំប៉ុណ្ណោះបានហើយបើមានរឿងអ្វីអ្នកត្រូវប្រាប់ខ្ញុំមុនគេឈៀវយ៉ានឯកសារទាំងនេះព្រឹកខាងស្អែកខ្ញុំចង់ឃើញកំណែដែលរៀបចំពេញលេញឯកសារទាំងអស់ត្រូវរៀបចំដោយម្នាក់ឯងមិនអនុញ្ញាតឲ្យខ្វះទេបងលេងឯកសារទាំងនេះឲ្យខ្ញុំធ្វើម្នាក់ឯងមែនទេម៉េចគិតថាច្រើនពេកឬអត់ទេខ្ញុំនឹងធ្វើល្អហើយចាំទុកខ្ញុំមិនចិញ្ចឹមមនុស្សខ្សោយទេកាន់តែមិនចិញ្ចឹមមនុស្សតុបតែងអូទើបមកដល់ក៏ទទួលភារកិច្ចធំភ្លាមមនុស្សមានទំនាក់ទំនងពិតជាខុសគ្នាមែនសំណាងនេះអ្នកត្រូវទទួលឲ្យបានល្អបងយ៉ែងសូមអនុញ្ញាតឲ្យខ្ញុំឆ្លងកំពុងបាំងពលលើខ្ញុំធ្វើជាអួតអ្វីចាំមើលទៅបើការងារនេះធ្វើខូចពេលអ្នកយំគុំទៅប្តឹងគេទិន្នន័យខ្វះ30,000សូម្បីតែការបរិច្ឆេទក៏អាចបំពេញបានល្អនេះជាកំហុសធ្ងន់ធ្ងរទាំងស្រុងបងលេនឯកសារទាំងអស់រៀបចំរួចហើយទិន្នន័យដើមមានកំហុសខ្លះខ្ញុំបានសម្គាល់ដោយពណ៌ក្រហមសំណាកែប្រែខ្ញុំបានសរសេរជាមួយខ្មៅដៃនៅផ្ទះបាយអ្នកបានកែទិន្នន័យរបស់យ៉ាងមិននាងជាបុគ្គលិកចាស់អ៊ីឈៀវយូអ្នកមានន័យយ៉ាងម៉េចតារាងដែលខ្ញុំធ្វើអ្នកទើបមកធ្វើការបាន2ថ្ងៃហ៊ានកែដែរបងយ៉ែងទិន្នន័យក្នុងតារាងរបស់អ្នកខុសគ្នារហូតដល់30,000លុយចំនួននេះបាត់ទៅដោយគ្មានមូលហេតុបើដាក់កំហុសទាំងនេះចូលផ្នែកគម្រោងទី2ទាំងមូលគ្រប់គ្នាត្រូវនៅជាមួយអ្នកទទួលការស្ដីបន្ទោសទាំងនេះមកសង្កត់ខ្ញុំអ្នកស្រីលេនអ្នកពឹងផ្អែកលើអ្នកគ្រប់គ្រងមកដល់ក៏បង្កចំនួនចង់ជន់លើអ្នកចាស់ដើម្បីឡើងខ្ពស់អ្នកស្រីហែងខ្ញុំមិនមានចំណាប់អារម្មណ៍ជន់លើនរណាដើម្បីឡើងខ្ពស់ទេខ្ញុំគ្រាន់តែដឹងថាទិន្នន័យពិតប្រាកដមានតម្លៃជាងទំនាក់ទំនងណាទាំងអស់អ្នកស្រីលេនអ្វីដែលខ្ញុំធ្វើនេះគ្រាន់តែមិនចង់ឲ្យរបាយការណ៍របស់ផ្នែកទាំងមូលត្រូវហិរញ្ញវត្ថុនិងសវនកម្មបដិសេធខ្ញុំបានប្រកល់របស់រួចហើយខ្ញុំទៅធ្វើការមុនហើយអ្នកដែលមិនដឹងថាចូលមកដោយវិធីណានៅទីនេះកំពុងអួតអ្វីខ្ញុំមកយកឲ្យអ្នកឈៀវយោថេងថែវនៅទីនេះខ្ញុំរស់នៅទីនេះបងប្រុសអ្នកនិយាយអ្វីថាជាបងប្រុសអ្នកខ្ញុំមិនបាននិយាយទៅមិនដែរទេអ្នករស់នៅផ្ទះបងប្រុសខ្ញុំអ្នកទាំងពីរមិនមែនដូចអ្វីដែលអ្នកគិតទេខ្ញុំគ្រាន់តែសុំរស់នៅបណ្ដោះអាសន្នអ្នកទាំងពីរនៅតែ2នាក់តែឯងពិតជាគ្រាន់តែសុំរស់នៅមែនឆ្លោះអ្វីគ្នាអូព្រះអើយអ្នកទាំងពីរអ្នកកំពុងគិតច្រើនអ្វីទៀតខ្ញុំទៅប្រត់ពេលព្រឹករួចហើយងូតទឹកខ្ញុំសួរម្ដងទៀតពិតប្រាកដអ្នកទាំងពីរមានទំនាក់ទំនងអ្វីនិយាយពីដើមមកមិនអនុញ្ញាតឲ្យខកខានសូម្បីតែមួយពាក្យខ្ញុំបុករថយន្តមេបាច់របស់គាត់គឺពេលដែលអ្នកខ្ចីខ្ញុំ50,000ត្រូវហើយបន្ទាប់មកគាត់បានជួយខ្ញុំក្នុងពិធីជប់លៀងពេលខ្ញុំត្រូវបណ្ដេញចេញពីផ្ទះគាត់បានទទួលខ្ញុំដូច្នេះថ្ងៃនោះអ្នកនិយាយថារស់នៅផ្ទះមិត្តម្នាក់មិត្តនោះគឺបងប្រុសខ្ញុំមែនហើយពួកអ្នកស្គាល់គ្នាពេលណាហេតុអ្វីមិនប្រាប់ខ្ញុំពួកយើងធ្លាប់ជួបគ្នាកាលពីក្មេងថ្មីនេះទើបជួបម្ដងទៀតរឿងនេះហេតុអ្វីមិនប្រាប់តាំងពីមុនខ្ញុំក៏ទើបដឹងថ្មីនេះដែរចុងក្រោយទៅខ្ញុំទើបជាមនុស្សមកក្រោយដែលនៅកណ្ដាលពួកអ្នកចាំមួយផ្លេតឲ្យខ្ញុំរៀបចំគំនិតសិនមុននេះខ្ញុំតែងតែចង់ឲ្យអ្នកទាំងពីរជាគូគ្នាឈៀវយកអ្នកតែងតែបដិសេធរាល់លើកចុងក្រោយអ្នកទាំងពីរមិនត្រឹមតែស្គាល់គ្នាយូរហើយឥឡូវថែមទាំងរស់នៅជាមួយគ្នាទៀតអ្នកត្រូវពន្យល់ឲ្យច្បាស់គ្រាន់តែស្នាក់នៅបណ្ដោះអាសន្នប៉ុណ្ណោះនេះហៅថាអ្វីនេះហៅថាវាសនាកំណត់ទុកថែងគុំនិយាយផ្ដេសផ្ដាសខ្ញុំមិនបាននិយាយផ្ដេសផ្ដាសទេបងប្រុសខ្ញុំនៅលីវអស់រយៈពេល30ឆ្នាំអ្នកជាស្ត្រីដំបូងដែលគាត់នាំមកផ្ទះដឹងថាវាមានន័យថាអ្វីទេមានន័យថាអ្នកត្រូវបានកំណត់វាសនាឲ្យคล้ายជាបងស្រីថ្លៃរបស់ខ្ញុំហៅថែងប្រកូលរបស់រួចខ្ញុំនឹងត្រឡប់ទៅវិញខ្ញុំនៅមិនទាន់និយាយចប់ទេបានខ្ញុំទៅមុនហើយអ្នកទាំងពីរបន្តស្នាក់នៅទីនេះចុះថ្ងៃក្រោយខ្ញុំនឹងមកម្ដងទៀតសូមមើលថែឈៀវយកឲ្យបានល្អបងស្រីថ្លៃទុកឲ្យខ្ញុំមើលថែបងនៅផ្ទះបងប្រុសខ្ញុំតាមចិត្តបងចង់ស្នាក់នៅបានចាប់យកគាត់ឲ្យបានអ្នកណាជាបងថ្លៃស្រីរបស់អ្នកដ៏អស្ចារ្យពិតជាចូលចិត្តបង្ករឿងខ្លាំងណាស់បងថ្លៃស្រីខ្ញុំរងចាំថ្ងៃដែលអ្នកអាចឈ្នះបងប្រុសខ្ញុំបានគាត់និយាយអ្វីខ្លះគ្មានអ្វីទេ
ពាក្យរបស់ឆៅថេងអ្នកកុំយកមកគិតក្នុងចិត្តគាត់តាំងពីតូចចូលចិត្តនិយាយផ្ដេសផ្ដាសខ្ញុំដឹងគម្រោងក្នុងកិច្ចសន្យាត្រូវបានគេដណ្ដើមយកតម្លៃរបស់ភីគីមខាងទៀតជាងអតិថិជនបដូរមនុស្សភ្លាមក្នុងមួយខែបានរៀបចំគម្រោងមួយខាងលោកឆៅអ្នកណាទៅពន្យល់អ្នកប្រធានក្រុមលិនខ្ញុំមានគំនិតអ្នកថ្មីម្នាក់អាចមានគំនិតអ្វីអតិថិជនបដូរមនុស្សគឺដោយសារតម្លៃរឿងនេះនៅត្រូវឲ្យអ្នកនិយាយទៀតប៉ុន្តែផ្នែកអនុវត្តនៃគម្រោងខាងគេមានចន្លោះខ្វះខាតប្រសិនបើយើងអាចបង្ហាញគម្រោងដែលល្អជាមួយប្រហែលនៅមានឱកាសនិយាយបានល្អអ្នកណាធ្វើគម្រោងខ្ញុំធ្វើឲ្យខ្ញុំ3ថ្ងៃបើខ្ញុំមិនអាចធ្វើបានខ្ញុំទទួលខុសត្រូវម្នាក់ឯងអញ្ចឹងធ្វើដោយអ្នកបើធ្វើមិនល្អកុំបន្ទោសខ្ញុំដែលមិនទន់ភ្លន់អ្នកបន្តអ៊ូទៅចុះខ្ញុំរងចាំមើលថាអ្នកបញ្ចប់រឿងនេះយ៉ាងម៉េចចាំបាច់ត្រូវខំប្រឹងដល់ថ្នាក់នេះមែនទេអ្នកពិតជាគិតថាអាចយកគម្រោងត្រឡប់មកវិញធ្វើហើយទើបដឹងថាមានឱកាសឬអត់អ្នកមកទីនេះម៉េចខ្ញុំមិនឃ្លានទេបានហើយនៅតែឃ្លានបន្តិចញ៉ាំយឺតខ្ញុំទើបមើលសេចក្តីព្រាងដែលអ្នកផ្ញើតាមផ្លូវតាក់វិជានៃគម្រោងអ្នកគ្មានបញ្ហាទេការបែងចែកការអនុវត្តក៏ច្បាស់លាស់ថ្ងៃស្អែកទៅចរចាមានរឿងមួយប៉ុណ្ណោះពន្យល់ឲ្យច្បាស់ហេតុអ្វីទំនិញថប់មិនមានគុណភាពល្អយល់ហើយអរគុណអ្នកញ៉ាំរួចធ្វើការលើកក្រោយបើមិនត្រឡប់មកមុនម៉ោងបិទទ្វារខ្ញុំនឹងគិតថ្លៃជួលបន្ទប់ពីអ្នកផែនការនេះផ្ដោតលើបញ្ហាសំខាន់3ដែលក្រុមហ៊ុនអ្នកកំពុងប្រឈមមុខហើយបានផ្ដល់យុទ្ធសាស្ត្រដោះស្រាយរៀងខ្លួនបើប្រៀបធៀបនឹងដៃគូប្រកួតប្រជែងរយៈពេលអនុវត្តរបស់យើងខ្លីជាងការគ្រប់គ្រងហានិភ័យកាន់តែច្បាស់លាស់ផែនការអនុវត្តនេះពិតជាលម្អិតជាងក្រុមហ៊ុនមុននោះប្រសិនបើអ្នកមានសំណួរណាមួយខ្ញុំអាចឆ្លើយបំភ្លឺនៅទីនេះបានប្រធានលិនអ្នកថ្មីរបស់អ្នកនេះមិនអាក្រក់ទេមែនហើយពួកយើងតែងតែបណ្ដុះបណ្ដាលគាត់សម្រេចតាមនេះហើយគម្រោងនៅតែប្រគល់ឲ្យក្រុមហ៊ុនចៅអរគុណចំពោះការជឿទុកចិត្តរបស់អ្នកឈៀវយូអ្នកពិតជាពូកែណាស់ត្រឹមតែ3ថ្ងៃក៏យកគម្រោងត្រឡប់មកវិញបានមែនហើយខ្ញុំបានមើលផែនការនោះហើយវាពិតជាមានវិជ្ជាជីវៈណាស់លើកនេះធ្វើបានល្អណាស់នៅតែត្រូវអរគុណប្រធានលេនដែលផ្ដល់ឱកាសឲ្យខ្ញុំឮថាអ្នកបានឈ្នះគម្រោងធំមួយហើយពូកែមែនឈៀវយរបស់ខ្ញុំយប់នេះត្រូវតែអបអរបានអសមត្ថភាពសូម្បីតែអ្នកថ្មីម្នាក់ក៏ដោះស្រាយមិនបានអាឈៀវវាឲ្យខ្ញុំគិតវិធីមួយទៀតអ្នកអាចមានវិធីអ្វីបានឥឡូវយីឈៀវយកកំពុងមានឈ្មោះល្បីនៅចៅហើយឆៃម៉ូច្បាស់ជាកំពុងការពារនាងខ្ញុំត្រូវប្រើវិធីខ្លាំងបន្តិចមិនដូច្នោះទេយីឈៀវយកនឹងមិនត្រឡប់មកវិញទេអ្នកចង់ធ្វើអ្វីគ្រូសាអ៊ីកាពីមុនបានជំពាក់គ្រូសាយើងនៅពេលដែលយីឈៀវយកលុបចោលការភ្ជាប់ពីដូច្នេះប្រាក់នេះគ្រូសាអ៊ីគុំសង្ឃឹមថាអាចគេចវាបានសំបីតែមួយកាក់អ្នកចង់ប្រើរឿងនេះបង្ខំឲ្យគាត់ត្រឡប់មកវិញមិនមែនគ្រាន់តែបង្ខំឲ្យគាត់ត្រឡប់មកវិញទេខ្ញុំចង់ឲ្យគាត់ដឹងថាការចាក់ចេញពីគ្រូសាយ៉ាវគាត់គ្មានអ្វីទាំងអស់រៀបចំលិខិតពីមេធាវីឲ្យរួចថ្ងៃស្អែកផ្ញើទៅគ្រូសាអ៊ីឆេវយ៉ូលើកនេះមើលថាអ្នកនឹងដោះស្រាយយ៉ាងម៉េចតើអ្នកនៅមិនទាន់ចប់ទៀតគុំត្រជាក់ពេកអីយប់នេះទៅញ៉ាំអាហារជាមួយគ្នាខ្ញុំបានកក់ភោជនីយដ្ឋានអាហាររបស់ចិនប្រទេសដែលអ្នកចូលចិត្តហើយញ៉ាំអាហារជាមួយអ្នក257 200 ខ្ញុំខ្លាចថានឹង9 510 009កុំមើលងាយមកខ្ញុំ110ខ្ញុំខ្លាចថាឥឡូវនេះអ្នកសូម្បីតែមិនមានកន្លែងស្នាក់នៅផងគ្រាន់តែអ្នកមកយប់នេះរឿងពីមុនខ្ញុំនឹងមិនគិតទៀតទេខ្ញុំទោះបីជាត្រូវដេកតាមផ្លូវក៏មិនមើលអ្នកម្ដងទៀតឡើយខ្ញុំកំពុងចង់រកអ្នកមានរឿងនិយាយមកត្រង់
និយាយថានាងនិយាយថាដរាបណាអ្នកត្រឡប់ទៅសុំទោសរឿងមុននាងអាចមិនគិតគូរទៀតនាងក្បត់ខ្ញុំហើយនៅចង់ឲ្យខ្ញុំសុំទោសទៀតឈៀវយមិនអាចនិយាយបែបនេះខ្ញុំនិងអាឈៀវពិតជាគ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះវិញខេងកាលពីពេលនោះនៅក្នុងផ្ទះយ៉ាវឆាវអ្នកទាំងពីរធ្វើរឿងអាក្រក់អ្វីគឺដឹងក្នុងចិត្តខ្លួនឯងកុំមកសម្ដែងនៅមុខខ្ញុំរូបថតថ្ងៃជប់លៀងអ្នកនៅចង់មើលម្ដងទៀតមែនទេអ្នកគិតថាពឹងឆៅឆៃម៉ូហើយអាចត្រឡប់មកវិញបានមែនទេខ្ញុំប្រាប់អ្នកអាឈៀវមានចំណុចខ្សោយរបស់គ្រូសាអ៊ីផងដែរបើអ្នកមិនត្រឡប់មកវិញគ្រូសាអ៊ីគុំសង្ឃឹមថានឹងសុខសាន្តអ្នកកំពុងគំរាមខ្ញុំមិនបានគំរាមទេខ្ញុំកំពុងរំលឹកអ្នកឈៀវយោអ្នកត្រូវគិតច្បាស់ដើម្បីសប្បាយចិត្តតែបន្តិចចុងក្រោយអ្នកដែលនឹងជួបបញ្ហាគឺគ្រូសាអ៊ីគឺឪពុកម្ដាយអ្នកវ៉ាន់ខេងចាំពាក្យខ្ញុំមីឈៀវយោមិនដែលនឹងអន់ក្បាលចំពោះមនុស្សអាក្រក់ដូចយ៉ាវឈៀវទេអបអសាទរឈៀវយោរបស់គ្រូសាយើងចាប់ផ្ដើមបានជោគជ័យមែនទេគ្រាន់តែជាគម្រោងតូចមួយប៉ុណ្ណោះអ្នកនិយាយហួសហេតុពេកហើយមិនអាចហៅថាហួសហេតុបាននេះហៅថាពិធីការនៃជីវិតបងថាមែនទេធ្វើបានល្អណាស់ម៉ាវ៉ាន់យល់ហើយឈៀវយោមានអ្វីកើតឡើងអ៊ីឈៀវយោអ្នកពិតជាហ៊ានរត់ទៅឆងឈៀធ្វើជាបុគ្គលិកតូចកូនស្រីច្បងគ្រូសាយទៅចាក់ទឹកតែឲ្យគេឲ្យមើលមុខគេអ្នកមិនខ្មាស់ទេមុខឪពុកអ្នកត្រូវអ្នកធ្វើឲ្យបាត់បង់ទាំងស្រុងនិយាយចប់ហើយឬនៅប្រញាប់ត្រឡប់មកឲ្យខ្ញុំបើនៅមិនដឹងល្អអាក្រក់ទៀតគ្រូសាអ៊ីនឹងមិនមានកូនស្រីដូចអ្នកទៀតទេខ្ញុំទៅបន្ទប់ទឹកសិនឈៀវយោកុំនិយាយពូយីនេះគឺជាកិច្ចព្រមព្រៀងខ្ចីប្រាក់ដែលគ្រូសាអ៊ីជំពាក់គ្រូសាយ៉ាវ30លាននឹងដល់កំណត់នៅសប្តាហ៍ក្រោយលោកយ៉ាវតើប្រាក់នេះអាចពន្យាពេលប៉ុន្មានថ្ងៃទៀតបានទេពូយីពេលកូនស្រីអ្នកវីមុខខ្ញុំមុខមនុស្សគ្រប់គ្នានាងមិនបានគិតទុកផ្លូវឲ្យខ្ញុំទេលោកយ៉ាវវាជាកំហុសរបស់ឈៀវយោដែលមិនយល់ការសូមលោកអធិស្ឋានខ្ញុំអាចមិនទាមទារបំណងលក្ខខណ្ឌងាយឲ្យឈៀវយោត្រឡប់មកវិញពិធីមង្គលការបន្តធ្វើដូចធម្មតាពេល3ថ្ងៃពូយីសូមគិតបានល្អសាច់ប្រាក់30លានគ្រូសាអ៊ីពេលនេះប្រហែលរកមិនបានទេមែនទេលោកម្ចាស់តើយើងធ្វើដូចម្ដេចនាំកូនស្រីស្លាប់នោះត្រឡប់មកវិញប៉ុន្តែលោកតូចបាននាងរួចហើយគ្រូសាអ៊ីចិញ្ចឹមនាងជាង20ឆ្នាំឥឡូវដល់ពេលគាត់ដោះស្រាយហើយហេតុអ្វីអ្នកមកទីនេះប្រញាប់ត្រឡប់ទៅវិញគ្រូសាយ៉ាវចង់យក30លានមុននេះវិញបើអ្នកមិនរៀបការជាមួយយ៉ាវឆេវគ្រូសាអ៊ីនឹងបញ្ចប់ប៉ាខ្ញុំមិនត្រឡប់ទៅវិញទេរឿង30លានខ្ញុំនឹងរកវិធីអ្នកអាចរកវិធីអ្វីបានប្រាក់ខែអ្នកក្នុងមួយខែមានប៉ុន្មានទោះយ៉ាងណាខ្ញុំមិនលក់ខ្លួនឯងទេអ៊ីឆេវយោបន្ទប់ប្រជុំរងចាំអ្នកចូលប្រជុំប៉ាខ្ញុំត្រូវធ្វើការអ្នកត្រឡប់ទៅមុនទៅអ្នកគិតថាយ៉ាវឈៀមនឹងការពារអ្នកបើគាត់ដឹងថាអ្នកជំពាក់30លានគាត់នឹងបោះបង់អ្នកភ្លាមពេលនោះអ្នកនៅតែត្រូវត្រឡប់ទៅផ្ទះសុំខ្ញុំមានអ្វីកើតឡើងឪពុកខ្ញុំមករកខ្ញុំថ្ងៃនេះគាត់និយាយថាគ្រូសាយ៉ាវចង់ទាមទារបំណុលចាស់30លានឲ្យខ្ញុំត្រឡប់ទៅរៀបការជាមួយយ៉ាវឆេវអ្នកគិតយ៉ាងម៉េចខ្ញុំមិនរៀបការជាមួយគេទេប៉ុន្តែ30លានខ្ញុំនឹងរកលុយច្រើនបែបនេះពីណាបងឆេនម៉ូតើខ្ញុំគ្មានប្រយោជន៍ណាស់មែនទេអ៊ីឆេវយោស្ដាប់ខ្ញុំឲ្យច្បាស់អ្នកមិនចាំបាច់យកអាពាហ៍ពិពាហ៍របស់ខ្លួនយកអាពាហ៍ពិពាហ៍របស់ខ្លួនទៅដោះស្រាយបញ្ហាណាមួយទេតែខាងឪពុកម្ដាយខ្ញុំរឿងខាងនោះអ្នកកុំបារម្ភទៀតខ្ញុំនឹងដោះស្រាយរឿងទាំងនេះឲ្យអ្នកមានន័យថាម៉េចមានន័យថាអ្នកគ្រាន់តែធ្វើការដោយស្ងប់ចិត្តរឿងផ្សេងទៀតទុកឲ្យខ្ញុំខាងគ្រូសាអ៊ីនៅមិនទាន់មានចលនាទេនៅមិនទាន់ទេលោកយ៉ាវមានបញ្ហាហើយស្រែកអ្វីនឹងលុយ30លានរបស់ខ្ញុំទើបតែត្រូវបានសងរួចហើយអ្នកនិយាយអ្វីអ្នកណាជាអ្នកសងការផ្ទេរអនាមិកធនាគាររកមិនឃើញទេលោកយ៉ាវតើអាចជាអ្នកនេះឆៅឆៃម៉ូទេក្រៅពីគេតើមានអ្នកណាទៀតខ្ញុំរងចាំមកយូរហើយ
រងចាំយីឈៀវយកមកលុតជង្គង់សុំខ្ញុំគេវិញល្អណាស់គ្រាន់តែលើកដៃក៏ធ្វើឲ្យផែនការខ្ញុំរញ៉េញ៉ៃលោកយ៉ាវឥឡូវត្រូវធ្វើម៉េចតាមដានគេឲ្យដល់ទីបញ្ចប់ខ្ញុំមិនជឿថាយ៉ាវឆៃម៉ូគ្មានចំណុចខ្សោយទេជើងកៅអី3របស់គ្រួសារអ្នកអ្វីអ្នកណាជាអ្នកសងមិនដឹងទេម្ដាយអ្នកបានទូរស័ព្ទសួរគ្រប់ទីកន្លែងថាជាមនុស្សល្អណាស់ដែរបងឆៃម៉ូគឺអ្នកមែនទេមិនមែនខ្ញុំទេចៅឆៃម៉ូមើលខ្ញុំមនុស្សដែលអាចយក30លានចេញម្ដងបានមិនមានច្រើនទេម្នាក់ក្នុងចំណោមពួកគេកំពុងអង្គុយនៅមុខខ្ញុំហើយនៅតែធ្វើជាមនុស្សមិនមានអ្វីកើតឡើងមិនគួរតែត្រូវអ្នកចាប់បានទេពិតជាអ្នកមែនបងអ្នកមិនមែនជាមនុស្សកំណាញ់ទៅពិតមាត់កុំទៅបង្ខូចឈ្មោះខ្ញុំគ្រប់ទីកន្លែងហេតុអ្វី30លានមិនមែនជាចំនួនតិចទេព្រោះខ្ញុំគិតថាអ្នកមានតម្លៃជាង30លានលុយនេះខ្ញុំនឹងសងអ្នកខ្ញុំប្រកាសត្រូវតែសងអ្នកគិតថាខ្ញុំជាមនុស្សល្ងងមែនទេអ្វីដែលខ្ញុំឲ្យតម្លៃគឺសមត្ថភាពរបស់អ្នកគម្រោងនឹងចាប់ផ្ដើមសប្តាហ៍ក្រោយក្រុមគម្រោងខ្វះមនុស្សដែលអាចប្រឡងបានគម្រោងចូលមកធ្វើការយកគម្រោងដែលពិបាកបំផុតខ្ញុំប្រែសមត្ថភាពរបស់អ្នកសងលុយខ្ញុំយុទ្ធធម៌មែនទេអ្នកនេះគឺឲ្យខ្ញុំធ្វើការជូនអ្នកដើម្បីសងបំណុលខ្ញុំក៏ធ្វើការសងបំណុលដែរមិនពេញចិត្តទេខ្ញុំនឹងធ្វើខ្ញុំមិនត្រឹមតែសងអ្នក30លានទេខ្ញុំនឹងរកប្រាក់2ដងត្រឡប់ឲ្យអ្នកបានខ្ញុំនឹងរងចាំមើលមានមែនឬទីបំផុតអ្នកយល់ហើយអរគុណអ្នកកុំប្រញាប់អរគុណខាងគម្រោងអ្នកនឹងមានការងារច្រើនញ៉ាំបាយខ្ញុំមើលទៅបំណុលរបស់អ្នកទាំងពីរនេះមិនអាចសងអស់ទេអ្នកគ្រាន់តែធ្វើជាបងថ្លៃខ្ញុំដោយសុខស្រួលទៅអ្នកទទួលខុសត្រូវផ្នែកវិភាគទិន្នន័យក្នុងផែនការដេញថ្លៃនេះគ្មានបញ្ហាមែនទេសូមជួយណែនាំផងនៅពេលក្រោយសួស្ដីអ្នកដឹកនាំក្រុមនេះមានតម្រូវការខ្ពស់ណាស់អ្នកត្រូវប្រយ័ត្នបន្តិចនាងស្អប់បំផុតមនុស្សដែលចូលតាមខ្សែអរគុណសម្រាប់ការរំលឹកឥឡូវចូលក្រុមហ៊ុនពិតជាងាយស្រួលណាស់គ្រាន់តែស្គាល់ទូនីតិអ្វីក៏អាចរៀបចំបានអ្នកនិយាយអំពីយីឈៀវដែលទើបមកថ្មីមែនទេខ្ញុំមិនបាននិយាយអ្វីទាំងអស់ទេឥឡូវនាងកំពុងស្នាក់នៅផ្ទះឆៅហ្សងផងដែរពិតមែនឬអញ្ចឹងមិនមែនជាខ្ញុំមិនបាននិយាយអ្វីទេប៉ុន្តែមើលអាកប្បកិរិយាខ្ពង់ខ្ពស់របស់នាងទៅនាងកំពុងធ្វើឲ្យនរណាមើលលោកវីមានអ្វីអាចនិយាយមកគ្នាបានអ្នកយល់ច្រឡំហើយពួកយើងគ្រាន់តែនិយាយលេងបន្តិចប៉ុណ្ណោះខ្ញុំចូលឆៅឆេពិតជាដោយឆៅហ្សងណែនាំប៉ុន្តែសមត្ថភាពការងាររបស់ខ្ញុំគ្នាអាចមើលឃើញសង្ឃឹមថាអ្នកនឹងប្រយ័ត្នពាក្យសម្ដីនៅពេលក្រោយខ្ញុំមិនបាននិយាយអ្វីលើហេតុផលទេចំពោះខ្ញុំស្នាក់នៅទីណាវាពាក់ព័ន្ធអ្វីជាមួយអ្នកនិយាយបែបនេះមិត្តរួមការងារគ្រាន់តែបារម្ភបន្តិចទេមិនចាំបាច់ទេបើមានពេលមកបារម្ភពីខ្ញុំគួរតែមើលផ្នែកដែលខ្លួនទទួលខុសត្រូវច្រើនជាងមានអ្វីហើយការងារមិនរលូនឬមានមិត្តរួមការងារម្នាក់តែងតែប្រឆាំងខ្ញុំនិយាយថាខ្ញុំចូលមកដោយសារទំនាក់ទំនងអ្នកណាមិនសំខាន់ទេខ្ញុំអាចដោះស្រាយបានអ៊ីឆេវប្រសិនបើមាននរណាម្នាក់បៀតបៀនអ្នកត្រូវប្រាប់ខ្ញុំបងឆែនម៉ូខ្ញុំមិនមែនជាក្មេងទៀតទេគ្រាន់តែត្រូវគេនិយាយដើមប៉ុន្មានក្នុងភ្នែកខ្ញុំអ្នកគឺជាមនុស្សដែលត្រូវការការពារញ៉ាំបាយស្ថានភាពបន្ទាន់ហៅសងប្រព័ន្ធខាងក្នុងក្រុមហ៊ុនត្រូវបានវិនិច្ឆ័យស្នូលនៃផែនការនឹកឃ្លៀវសង្ស័យថាត្រូវបានបែកធ្លាយប៉ុន្មានហើយថាវិការដំបូងនិងយុទ្ធសាស្ត្រដេញថ្លៃរបស់ផែនការឆេងប្រហែល 30% រកឃើញថាជានរណាហើយឬនៅកំពុងស៊ើបអង្កេតនៅឡើយតែពេលវេលាបែកធ្លាយគឺចន្លោះម៉ោង 9 ដល់ 11 យប់មិញនៅពេលនោះមនុស្សធ្វើការបន្ថែមមិនច្រើនទេយកបញ្ជីមកឲ្យខ្ញុំគាត់បានធ្វើការបន្ថែមម៉ោងកាលពីយប់មិញមែនហើយមនុស្សក្នុងផ្នែកគម្រោងទី2កាលពីយប់មិញមានតែគាត់ម្នាក់បន្តស៊ើបអង្កេតគ្មាននរណាម្នាក់អាចលើកលែងបានទេឈៀវយ៉ែនយប់មិញអ្នកធ្វើការបន្ថែមដល់ម៉ោងប៉ុន្មានប្រហែលជាម៉ោង 10 ជាងក្នុងអំឡុងពេលនោះអ្នកធ្លាប់ចាក់ចេញពីកន្លែងធ្វើការទេមានខ្ញុំបានទៅបន្ទប់ទឹកម្ដងប្រហែល 5 នាទីក្រុមហ៊ុនមានរឿងខ្លះកើតឡើងប្រហែលត្រូវការឲ្យអ្នកសហការក្នុងការស៊ើបអង្កេតអ្នកត្រូវត្រៀមចិត្តជាមុនមានរឿងអ្វីទិន្នន័យគម្រោងឆេងត្រូវបានបែកធ្លាយមនុស្សទាំងអស់ដែលធ្វើការបន្ថែមកាលពីយប់មិញត្រូវបានស៊ើបអង្កេតខ្ញុំមិនបានបែកធ្លាយទិន្នន័យណាមួយទេខ្ញុំជឿអ្នក
ប៉ុន្តែថ្នាក់លើត្រូវតែស៊ើបអង្កេតអ្នកសហការបន្តិចក៏បានហើយខ្ញុំមិនបានលេខឃ្លីទិន្នន័យទេអ្នកជឿខ្ញុំទេខ្ញុំពិតជាជឿអ្នកប៉ុន្តែមនុស្សគ្រប់គ្នាកំពុងសង្ស័យខ្ញុំកុំខ្លាចខ្ញុំនឹងស៊ើបអង្កេតឲ្យច្បាស់ខ្ញុំមិនចង់បង្កបញ្ហាឲ្យអ្នកទេអ្នកមិនដែលជាបញ្ហាទេអរគុណអ្នកសម្រាប់ឲ្យលឿនថ្ងៃស្អែកខ្ញុំនឹងទៅពិនិត្យកាមេរ៉ាជាមួយអ្នកបញ្ហាមកពីមុំថតបើមុខមិនច្បាស់កាត់យកផ្នែកនេះចេញពង្រីកនឹងដំណើរការរាងកាយនេះកាលពីយប់មិញពេលខ្ញុំទៅបន្ទប់ទឹកដូចជាឃើញដើរមកពីខាងច្រកផ្លូវនាងជាសមាជិកក្រុមគម្រោងទើបស្គាល់គ្នាម្សិលមិញនាងនិយាយថាខ្លួនឯងឡើងជាន់ខុសប៉ុន្តែឥឡូវគិតមើលខ្ញុំនឹងឲ្យគេស៊ើបអង្កេតនាងរឿងលេខឃ្លីទិន្នន័យអ្នកពន្យល់យ៉ាងដូចម្ដេចប្រធានក្រុមខ្ញុំមិនបានលេខឃ្លីទិន្នន័យណាមួយទេកាមេរ៉ាបង្ហាញថាក្នុងរយៈពេល5នាទីដែលខ្ញុំទៅបន្ទប់ទឹកមានមនុស្សម្នាក់បានប៉ះកុំព្យូទ័រខ្ញុំមានភស្តុតាងទេកាមេរ៉ាថតបានស្រមោលមនុស្សម្នាក់ប៉ុន្តែមើលមុខមិនច្បាស់ខ្ញុំសង្ស័យថាជាតើអ្នកមានមូលហេតុអ្វីនៅពេលនោះនាងបានមកជាន់របស់យើងហើយនិយាយថាឡើងខុសប៉ុន្តែក្រុមគម្រោងទី2និងផ្នែករបស់នាងមិននៅជាន់ដូចគ្នាទេរឿងនេះខ្ញុំនឹងបន្តស៊ើបអង្កេតមុនពេលស៊ើបច្បាស់អ្នកត្រូវផ្អាកការចូលប្រាយឯកសារស្នូលនៃគម្រោងខ្ញុំយល់ហើយផឹកអ្វីមួយបន្តិចអរគុណនិយាយយ៉ាងម៉េចឲ្យខ្ញុំផ្អាកការចូលប្រាយឯកសារស្នូលគាត់គ្រាន់តែធ្វើតាមនីតិវិធីប៉ុណ្ណោះខ្ញុំដឹងប៉ុន្តែក្នុងចិត្តនៅតែមិនស្រួលឈៀវយ៉ូខ្ញុំបានស៊ើបអង្កេតឃើញរឿងខ្លះអ្វីលូវីទើបចូលធ្វើការបាន3ខែមុនគាត់ត្រូវបានណែនាំចូលមកតាមរយៈក្រុមហ៊ុន Headhunter ក្រុមឈ្មោះគ្រូសាយ៉ាវខ្ញុំសង្ស័យថាគាត់ជាមនុស្សដែលយ៉ាវឈៀវបានបញ្ចូលមករ៉ាវឈៀវគាត់ពិតជាមិនព្រមបាត់ពីជីវិតយើងទេលោកឆាវប្រវត្តិរបស់លូវីត្រូវបានស៊ើបអង្កេតច្បាស់ហើយគាត់ពិតជាមានទំនាក់ទំនងជាមួយគ្រូសាយ៉ាវផ្នែកអ៊ីតបានតាមដានឃើញអ៊ីតដែលបញ្ចេញទិន្នន័យវាត្រូវបានផ្ញើចេញពីកុំព្យូទ័ររបស់កញ្ញាយីប៉ុន្តែពេលវេលានោះចៃដន្យអាជីពពេល5នាទីដែលកញ្ញាយីមិននៅក្នុងការិយាល័យគាត់ឆ្លាតមែនប្រើអ្នកដទៃធ្វើជាឧបករណ៍វាប្រហារត្រូវបណ្ដេញគាត់ចេញភ្លាមទេកុំប្រញាប់បើធ្វើឲ្យស្ត្រូវដឹងខ្លួនវានឹងធ្វើឲ្យយ៉ាវឈៀវប្រុងប្រយ័ត្នវិញផ្ញើព័ត៌មានคล้ายៗមួយចេញសិនផ្ញើព័ត៌មានคล้ายៗចេញមើលថាគាត់នឹងជាប់អន្ទាក់ឬអត់គម្រោងឆេងបានកំណត់ផែនការដេញថ្លៃចុងក្រោយរួចហើយត្រូវដាក់ស្នើនៅថ្ងៃពុធសប្តាហ៍ក្រោយទិន្នន័យស្នូលមានតែខ្ញុំនិងលោកចៅប៉ុណ្ណោះដែលដឹងអ៊ីឆេយ៉ូឮថាអ្នកត្រូវគេសង្ស័យថាបញ្ចេញទិន្នន័យវាអយុត្តិធម៌ណាស់អរគុណដែលបារម្ភម្សិលមិញខ្ញុំចៃដន្យអេប្រធានវែងកំពុងនិយាយទូរស័ព្ទដូចជាគាត់និយាយថាផែនការចុងក្រោយលាក់ទុកក្នុងទូដែកការិយាល័យគាត់មែនទេខ្ញុំមិនបានចាប់អារម្មណ៍ទេខ្ញុំគ្រាន់តែនិយាយលេងប៉ុណ្ណោះកុំយកទៅគិតច្រើនគាត់ចេតនាប្រាប់ខ្ញុំថាផែនការនៅក្នុងទូដែករបស់វែងយ៉ៃចង់ឲ្យខ្ញុំទៅលួចមែនទេគាត់ប្រហែលចង់ដាក់អន្ទាក់ឲ្យអ្នកត្រូវបំផ្លាញឈ្មោះទាំងស្រុងជាល្បិចបន្តបន្ទាប់ដល់ល្អមែនកុំបារម្ភអ្វីដែលខ្ញុំផ្ញើចេញគឺព័ត៌មានคล้ายៗផែនការពិតប្រាកដមានតែនៅក្នុងដៃខ្ញុំដូច្នេះអ្នកកំពុងនេសាទរងចាំឲ្យគាត់បញ្ជូនព័ត៌មានคล้ายៗចេញអាចបញ្ជាក់បានថាគេជាជនក្បត់សម្ងាត់បងឆេមីអ្នកពិតជាមានគំនិតជ្រៅណាស់នេះគឺកំពុងសរសើរខ្ញុំមែនទេសរសើរថាអ្នកសង្ហាមកឯមែនអីចឹងយើងរងចាំមើលការសម្ដែងល្អទៅរងចាំមើលការសម្ដែងល្អត្រូវផែនការដេញថ្លៃបានកែប្រែហើយទិន្នន័យថ្មីកាត់បន្ថយថ្លៃដើមក្រោម8លានដាក់ស្នើមុនថ្ងៃពុធកុំផ្សព្វផ្សាយចេញក្រៅលូវីអ្នកមកតាំងពីពេលណាទើបមកដល់ខ្ញុំមកចាក់ទឹកអីចឹងចាក់ទឹកយឺតខ្ញុំទៅមុនហើយក្រោម8លានឆៃម៉ូនេះហៅថាដេញថ្លៃខាតដើមដើម្បីឈ្នះយ៉ាវឆាវព័ត៌មាននេះទុកចិត្តបានទេអីចឹងយើងតាមដែរឬទេហឹមលូវីបាននិយាយដោយត្រចៀកផ្ទាល់អ្នកថាម៉េចប្រញាប់ដាក់តម្លៃទៅ7.5លានប៉ុន្តែតម្លៃនេះយើងស្ទើរតែគ្មានប្រាក់ចំណេញអ្នកចេះតែគិតពីប្រាក់ចំណេញខ្ញុំចង់ឈ្នះប្រាក់ចំណេញទុកនិយាយពេលក្រោយលើកមុនរឿងនេះត្រូវគេរំខានលើកនេះក្នុងការដេញថ្លៃខ្ញុំចង់ឲ្យគេមើលឃើញគម្រោងត្រូវខ្ញុំយកទៅតាមព័ត៌មានគ្រូសាយ៉ាវបានដាក់តម្លៃដេញថ្លៃដល់7.5លាន
តម្លៃនេះមិនអាចរកប្រាក់ចំណេញបានទេពួកគេឈ្មោះហើយមិនមែនឈ្មោះទេគឺប្រញាប់ពេកព័ត៌មានដែលពួកគេទទួលបានគឺថាថ្លៃដើមរបស់យើងត្រូវបានកាត់ក្រោម8លានអ្វីអ្នកណាផ្ដល់ឲ្យពួកគេខ្ញុំជាអ្នកផ្ដល់អ្នកគេបញ្ចេញព័ត៌មានឲ្យលូវីដោយចេតនាអញ្ចឹងលើកនេះលូវីគឺជាយកថ្មវីជាងខ្លួនឯងសហការបានល្អមិនមែនដោយសារអ្នករៀបផែនការទេខ្ញុំគ្រាន់តែសម្ដែងបានពាក់កណ្ដាលក្រោយក៏ចិត្តដល់ហើយជូនដំណឹងទៅភីគីទី1តម្លៃផ្លូវការរបស់យើងគឺ 9.2 លានផែនការពេញលេញប្រាក់ចំណេញមានតម្លាភាពគ្រូសាចង់ធ្វើសង្គ្រាមតម្លៃឲ្យពួកគេច្រៀងតែម្នាក់ឯងទៅសងសឹកបានសម្រេចហើយសប្បាយដល់ថ្នាក់នេះឬប្រកាសណាស់ព្រោះគាត់បានបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ750,000លោកតម្លៃនេះមិនទាបពេកទេក្រុមហ៊ុនមានភាពស្មោះត្រង់ព្រមបន្ថយប្រាក់ចំណេញ750,000ទាបជាងថវិកាជិត 30% តើកណនីនេះគិតយ៉ាងម៉េចតម្លៃដេញថ្លៃរបស់ក្រុមហ៊ុន920,000ផែនការរបស់លោកមានភាពជាក់ស្ដែងនិងអាចអនុវត្តបានតម្លៃក៏ស្ថិតក្នុងជួរសមរម្យអ្នករៀបចំផែនការបោកខ្ញុំលោកខ្ញុំមិនយល់ថាអ្នកនិយាយអ្វីទេកុំធ្វើជាល្ងងព័ត៌មានคล้ายៗទាំងនោះអ្នកជាអ្នកបញ្ចេញដោយចេតនាមែនទេមនុស្សដែលលោកដាក់ចូលខ្លួនឯងជាអ្នកផ្ញើព័ត៌មានคล้ายៗឲ្យអ្នកមិនអាចបន្ទោសខ្ញុំបានអ្នកកុំចង្អុលមកយ៉ាវឈាវខ្ញុំព្រមានអ្នកកុំគិតពីឈាវយើទៀតបើមិនដូច្នោះទេលើកក្រោយអ្នកនឹងបាត់បង់មិនមែនត្រឹមតែគម្រោងមួយទេសូមលើកកែវជូនអ្នកទាំងពីរអរគុណចំពោះការសហការរបស់អ្នកខ្ញុំគួរតែអរគុណអ្នកដែលបានជួយសម្អាតការសង្ស័យថាខ្ញុំជាអ្នកក្បត់ក្នុងយកខ្ញុំហេតុអ្វីធ្វើបែបនេះទៅមុខក្រហមហើយនៅនិយាយថាមិនមានអ្វីទៀតខ្ញុំគ្រាន់តែស្រវឹងប៉ុណ្ណោះអ្នកទើបផឹកតែមួយមាត់ទេអ្នកត្រូវបានសង្ស័យថាបានលួចបញ្ចេញសម្រាប់បញ្ចប់កិច្ចសន្យាការងារជាមួយអ្នកខ្ញុំគ្មានអ្វីទេផ្នែកអេតបានពិនិត្យរួចកុំព្យូទ័ររបស់អ្នកធ្លាប់ផ្ញើទិន្នន័យដែលបានអេត្រេតនៅខាងក្រៅនោះគឺមាននរណាម្នាក់កំពុងមានអ្វីចង់និយាយអ្នកអាចទៅប្រាប់ប៉ូលីសបានប្តឹងប៉ូលីសបានប្តឹងហើយក្រុមហ៊ុនបានរាយការណ៍ទៅប៉ូលីសរួចហើយអ្នកឥតប្រយោជន៍សុទ្ធតែអ្នកឥតប្រយោជន៍អាឆេវកុំបដូររាងកាយសុទ្ធតែជាកំហុសរបស់អ្នកបើកាលពីដើមអ្នកមិនទូចលួងលោមខ្ញុំទេតើអាចរត់គេចបានទេអាឆែងអ្នកនិយាយបែបនេះបានយ៉ាងម៉េចចេញទៅខ្ញុំកំពុងរំខានណាស់ហៅឈឹមអ៊ីឆេវយោរឿងនេះមិនទាន់ចប់ទេពួកអ្នករងចាំខ្ញុំទៅបងឈឹមហេតុអ្វីបងមិនទាន់គេងឃើញភ្លើងរៀនហានៅភ្លឺខ្ញុំមកមើលខ្ញុំគេងមិនលក់ក្នុងខួរក្បាលមានរឿងជាច្រើនរឿងអ្វីខ្ញុំកំពុងគិតតើខ្ញុំមានអ្វីដែលសម័យបងជួយខ្ញុំបែបនេះការដេញថ្លៃ30លានលូវីរាល់ពេលគឺបងជួយទប់ទល់ឲ្យខ្ញុំព្រោះកាលពី10ឆ្នាំមុនអ្នកក៏បានជួយខ្ញុំដែរ10ឆ្នាំមុនខ្ញុំគ្រាន់តែឲ្យបងនៅខ្សែកូនខ្លាឃ្មុំតូចមួយមិនមែនត្រឹមតែខ្សែនោះទេខ្ញុំមិនចាំទេមិនអីទេខ្ញុំចាំដូច្នេះបងតែងតែជួយខ្ញុំគឺដើម្បីសងគុណមនុស្សមែនទេពេលក្រោយខ្ញុំនឹងប្រាប់អ្នកហេតុអ្វីមិនអាចប្រាប់ឥឡូវនេះខ្លាចអ្នករត់គេច30លាននោះខ្ញុំនឹងសងបងវិញប្រកាសជាត្រូវសងអ្នកគិតថាខ្ញុំភ្លេចមែនទេមុននេះអ្នកមិនបាននិយាយថាមិនប្រញាប់សងទេខ្ញុំបាននិយាយថាប្រើសមត្ថភាពរបស់អ្នកសងគម្រោងឆេញយកគម្រោងធ្វើបានសម្រេចនឹងគិតជាប្រាក់រង្វាន់គម្រោងឲ្យអ្នកធ្វើមួយគម្រោងម្ដងមួយគម្រោងសំខាន់ទាំងអស់ឲ្យអ្នកទទួលខុសត្រូវបានខ្ញុំនឹងទទួលតាមល្បឿនបច្ចុប្បន្ននេះខ្ញុំប្រហែលត្រូវសងប៉ុន្មានឆ្នាំតាមប្រាក់ខែបច្ចុប្បន្នរបស់អ្នកប្រហែល50ឆ្នាំ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 អ្នកអាចសងវិញបានទេអ្នកសូមពន្យល់ឲ្យច្បាស់មានន័យថាម៉េចដែលថា50ឆ្នាំក៏សងមិនរួចមានន័យតាមពាក្យផ្ទាល់សងយូរទៅខ្ញុំមិនប្រញាប់ទេអញ្ចឹងខ្ញុំត្រូវសងដល់ពេលណាចូលនិវត្តន៍ហើយនៅតែធ្វើការឲ្យអ្នកទៀតចូលនិវត្តន៍ហើយក៏អាចបន្តបានដែរអ្នកស្រីហៅរាត្រីសួស្ដីរឿងដែលខ្ញុំសួរអ្នកចំពោះបងប្រុសខ្ញុំ
តើអ្នកមានចិត្តបែបនោះឬអត់មានន័យអ្វីកុំធ្វើជាល្ងងអ្នករស់នៅផ្ទះគេរួចហើយរាល់ថ្ងៃជួបមុខគ្នាជាញឹកញាប់មិនមានអ្វីកើតឡើងទេខ្ញុំកំពុងសំបំណុលធ្វើការដើម្បីសំបំណុលរហូតដល់មុខក្រហមអ្នកបកនរណាមុខខ្ញុំក្រហមព្រោះសំណួររបស់អ្នកចម្លែកពេកបានហើយអ្នកបន្តរឹងមាត់ទៅយ៉ាងណាក៏ដោយខ្សែភ្នែកបងប្រុសខ្ញុំមិនមែនជាខ្សែភ្នែកមើលអ្នកធ្វើការទេផ្ដាស់អ្នកណាផ្ញើមកភាគហ៊ុន30របស់គ្រូសៃដូច្នេះតាំងពីដើមដល់ចប់ខ្ញុំគ្រាន់តែជាឧបករណ៍សម្រាប់ការជួញដូរចាប់ពីសៀលនេះអ្នកមានអ្វីមិនប្រក្រតីគ្មានទេមុខអ្នកសរសេរថាមានរឿងហើយអ្នកនៅតែនិយាយថាគ្មានខ្ញុំទទួលបានអ៊ីមែលអញ្ញាមឹកមួយមានខ្លឹមសារអ្វីកាលពីឆ្នាំនោះយ៉ាវឈៀវបានចុះកិច្ចព្រមព្រៀងមួយអ្វីដែលគេចង់បានមិនមែនខ្ញុំទេគឺភាគហ៊ុន30របស់គ្រូសៃអ្នកណាផ្ញើមកមិនដឹងទេជាអញ្ញាមឹកប៉ុន្តែឯកសារដើមដែលស្កេនហត្ថលេខាពិតប្រាកដញ៉ាំបាយសិនអ្នកមិនសួរខ្ញុំថាត្រូវធ្វើអ្វីបន្ទាប់ទេអ្នកចង់ធ្វើអ្វីក៏ធ្វើទៅមានអ្វីខ្ញុំទទួលខុសត្រូវជាមួយអ្នកចុះហត្ថលេខាកាលពី3ឆ្នាំមុនពេលនោះយ៉ាវឈៀវទើបចាប់ផ្ដើមតាមស្រឡាញ់ខ្ញុំមិនថាយ៉ាងណាក៏ដោយដំបូងខ្ញុំត្រូវដឹងការពិតទាំងអស់នេះដើមឡើយខ្ញុំគិតថាយ៉ាវឈៀវយ៉ាងហោចណាស់ពេលតាមខ្ញុំកាលពីមុនគេចិត្តស្មោះប៉ុន្តែចាប់ពីដើមដល់ចប់គេចង់បានតែភាគហ៊ុន30របស់គ្រួសារខ្ញុំអ្នកមានរឿងអ្វីទៀតម្សិលមិញនៅតែបេះដូងលោតលឿនថ្ងៃនេះដូចជាបាត់បង់វិញ្ញាណអ្នកនិយាយអ្វីមានអ្នកណាម្នាក់ផ្ញើកិច្ចព្រមព្រៀងមួយមកខ្ញុំសរសេរច្បាស់លាស់លើក្រដាសគ្រូសាយ៉ាវសុកចិត្តឲ្យខ្ចីលុយដល់គ្រូសៃបន្ទាប់ពីរៀបការភាគហ៊ុនរបស់ត្រកូលយីត្រូវបានផ្ទេរទៅឲ្យត្រកូលយ៉ាវជាបន្តបន្ទាប់រ៉ាវឈៀវនេះខ្ញុំត្រូវតែស្វែងយល់ឲ្យច្បាស់ពីរឿងទាំងអស់នេះខ្ញុំនឹងជួយអ្នកនេះជារឿងរបស់ត្រកូលយីខ្ញុំនឹងដោះស្រាយដោយខ្លួនឯងជួយខ្ញុំពិនិត្យអ៊ីមែលអនាមិកនោះមើលថាអាចតាមដានបានឬអត់ទុកឲ្យខ្ញុំនេះជាកុំព្យូទ័ររបស់ខ្ញុំឥឡូវនេះអ្នកពិតជាមិនគួរសមមែនអ្នកណាឲ្យលេខសម្ងាត់របស់អ្នកងីទីពេកកំពុងពិនិត្យអ្វីមនុស្សដែលបានដោះស្រាយកិច្ចព្រមព្រៀងនេះកាលពីឆ្នាំនោះក្រៅពីឪពុកខ្ញុំនិងត្រកូលរ៉ាវក៏មានក្រុមហ៊ុនច្បាប់ទី3ផងដែរអ្នកទទួលបន្ទុកឈ្មោះសុនឆេងទីប្រឹក្សាច្បាប់របស់ត្រកូលរ៉ាវក៏ជាមិត្តចាស់របស់ឪពុកខ្ញុំដែរកិច្ចព្រមព្រៀងនេះគឺគាត់ជាអ្នករៀបចំអ្នកមានគម្រោងទៅរកគាត់ចូលនិវត្តន៍កាលពីឆ្នាំមុនជាមិត្តចាស់របស់គ្រូសាខ្ញុំនឹងទៅជួបគាត់ថ្ងៃស្អែកខ្ញុំនឹងទៅជាមួយអ្នកមិនបាច់ទេនេះជារឿងរបស់ខ្ញុំរឿងរបស់អ្នកគឺជារឿងរបស់ខ្ញុំដែរអ្នកកំពុងរៀនសន្ទនាក្នុងរឿងស្នេហាមែនទេខ្ញុំនិយាយមែនទេអ្នកគឺកូនស្រីត្រកូលយីពូសិនយូរហើយមិនបានជួបខ្ញុំមានរឿងចង់និយាយជាមួយលោកខ្ញុំចូលនិវត្តន៍ហើយមិនគ្រប់គ្រងរឿងទៀតទេរកអ្នកផ្សេងទៅពូសិនកាលពី3ឆ្នាំមុនលោកបានជួយឪពុកខ្ញុំនិងត្រកូលយ៉ាវរៀបចំកិច្ចព្រមព្រៀងអាពាហ៍ពិពាហ៍មួយខ្ញុំចង់មើលឯកសារដើមកិច្ចព្រមព្រៀងអ្វីខ្ញុំមិនចាំទេកិច្ចព្រមព្រៀងផ្ទេរភាគហ៊ុនឯកសារដែលឪពុកខ្ញុំបានចុះហត្ថលេខាដែលលោកបានសរសេរដោយដៃផ្ទាល់វាមិនមែនជាអ្វីដែលខ្ញុំចង់និយាយទេវាជាលក្ខខណ្ឌដែលឪពុកអ្នកនិងគ្រួសារយ៉ាវបានព្រមព្រៀងគ្នាខ្ញុំគ្រាន់តែទទួលខុសត្រូវលើការដកប្រាក់ឲ្យអ្នកប៉ុណ្ណោះឯកសារដើមនៃណាខ្ញុំមិនមានឯកសារដើមទេប៉ុន្តែខ្ញុំបានទុកច្បាប់ចម្លងមួយនៅក្នុងទូបន្ទប់សៀវភៅនេះជាសេចក្តីព្រាងដែលខ្ញុំបានរក្សាទុកពេលនោះវាស្ទើរតែដូចគ្នានឹងកំណែចុងក្រោយលោកពូសនខ្ញុំនឹងយកច្បាប់ចម្លងនេះទៅឆេអ៊ីខ្ញុំដឹងថារឿងនេះមិនយុត្តិធម៌ចំពោះអ្នកទេប៉ុន្តែឪពុកអ្នកក៏ត្រូវបានបង្ខំនៅពេលនោះដែរត្រូវបានបង្ខំគឺអាចយកកូនស្រីខ្លួនឯងដាក់ជាលក្ខខណ្ឌក្នុងកិច្ចសន្យាបានឬរឿងដែលខ្ញុំមកទីនេះថ្ងៃនេះកុំប្រាប់ខ្ញុំទេឈៀវយូអ្នកត្រឡប់មកហើយនេះជាអ្វីអ្នកយកវាមកពីណាខ្ញុំយកវាមកពីណាសំខាន់ទេអ្វីដែលសំខាន់មិនមែនជាអ្នកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេឈៀវយូស្ដាប់ខ្ញុំពន្យល់សិនពន្យល់អ្វីពន្យល់ថាអ្នកបានកំណត់តម្លៃខ្ញុំយ៉ាងច្បាស់យ៉ាងដូចម្តេចកាលពីឆ្នាំនោះគ្រូសាអ៊ីស្ទើរតែមិនអាចបន្តបានទៀតគ្រូសាយ៉ាវបានដាក់លក្ខខណ្ឌមួយខ្ញុំគ្មានជំរឿផ្សេងទៀតទេអ្នកអាចប្រាប់ការពិតដល់ខ្ញុំអាចឲ្យខ្ញុំជ្រើសរើសដោយខ្លួនឯងពេលនោះអ្នកទើបតែបញ្ចប់ការសិក្សាតើអ្នកអាចជ្រើសរើសអ្វីបានខ្ញុំអាចជ្រើសរើសមិនឲ្យឪពុកខ្លួនឯងលោកខ្ញុំបាននិយាយជាមួយឪពុកអ្នករួចហើយគាត់បានទទួលស្គាល់គាត់និយាយថាកាលពីឆ្នាំនោះគ្រូសាអ៊ីស្ទើរតែមិនអាចបន្តបានទៀតគ្រូសាយ៉ាវបានដាក់លក្ខខណ្ឌគាត់គ្មានជំរឿ
អ្នកជឿទេមិនជឿទាំងស្រុងទេគាត់បានលាក់បាំងខ្ញុំអស់3ឆ្នាំក្នុងរយៈពេល3ឆ្នាំមានឱកាសរាប់មិនអស់ប្រាប់ខ្ញុំរាល់លើកគាត់ជ្រើសរើសនៅស្ងៀមអញ្ចឹងអ្នកគិតយ៉ាងម៉េចអ្វីដែលធ្វើឲ្យខ្ញុំឈឺចាប់បំផុតមិនមែនជាការដែលគាត់ចុះហត្ថលេខាទេគឺបន្ទាប់ពីចុះហត្ថលេខារួចគាត់នៅតែធ្វើជាឪពុកល្អនៅមុខខ្ញុំរាល់ពេលយ៉ាវឈៀវមកផ្ទះគាត់តែញញឹមហើយនិយាយថាមើលទៅយ៉ាវឈៀវល្អចំពោះអ្នកប៉ុណ្ណាគាត់ដឹងច្បាស់ថាមានអ្នកផ្សេងនៅខាងក្រៅហើយនៅតែនិយាយមកខ្ញុំថាបរិះមុនរៀបការមានរឿងបន្តិចគឺធម្មតាក្នុងភ្នែកគាត់ខ្ញុំគ្រាន់តែជាបន្ទះឈ្នាន់ដែលអាចបដូរជាលុយបានខ្ញុំមិនត្រជាក់ទេអ្នកកំពុងញ៉ោអ្នកអាចជប់ធ្វើល្អចំពោះខ្ញុំបែបនេះបានទេឥឡូវនេះខ្ញុំមិនចង់ឲ្យនរណាម្នាក់អាណិតខ្ញុំទេវាមិនមែនការអាណិតទេម្សិលមិញខ្ញុំបានឆ្លោះជាមួយឪពុកអ្នកខ្ញុំបានប្រាប់គាត់ថាប្រសិនបើគាត់នៅចង់បានកូនស្រីនេះកុំបង្ខំអ្នកឲ្យធ្វើអ្វីទៀតគាត់និយាយយ៉ាងម៉េចគាត់ថាគាត់ដឹងថាខុសហើយឪពុកអ្នកម្នាក់នេះរឹងមាត់ពេញមួយជីវិតនេះជាលើកដំបូងដែលគាត់និយាយមកខ្ញុំខុសហើយគួរបីពាក្យនេះគាត់ខុសឬអត់គឺជារឿងរបស់គាត់ឥឡូវនេះខ្ញុំមិនចង់ជួបគាត់ទេនេះជាលិខិតលុបចោលការផ្ទេរភាគហ៊ុនដែលឪពុកអ្នកចុះហត្ថលេខាគាត់បានតាក់ទងមេធាវីដោយខ្លួនឯងក្នុងលិខិតបានបញ្ជាក់ថាកិច្ចព្រមព្រៀងឆ្នាំនោះត្រូវបានចុះហត្ថលេខាក្រោមការបង្ខំតាមច្បាប់វាមិនមានសុពលភាពទេគាត់ព្រមលះបង់មែនឬបើត្រកូលបែរមុខប្រឆាំងតើការបញ្ជាទិញរបស់នឹងធ្វើដូចម្ដេចឪពុកអ្នកនិយាយថាបំណុលចំពោះកូនស្រីគាត់ជំពាក់ច្រើនជាងបំណុលចំពោះត្រកូលប្រាប់គាត់ថាលិខិតលុបចោលខ្ញុំទទួលយកហើយប៉ុន្តែការអភ័យទោសឥឡូវនេះខ្ញុំមិនអាចធ្វើបានទេម្ដាយអ្នកបានទៅហើយម្ដាយខ្ញុំបានឲ្យលិខិតលុបចោលដែលឪពុកខ្ញុំចុះហត្ថលេខានិយាយថាកិច្ចព្រមព្រៀងឆ្នាំនោះត្រូវលុបចោលអ្នកគិតយ៉ាងម៉េចខ្ញុំមិនដឹងទេផ្នែកមួយខ្ញុំគិតថាគាត់សមនឹងទទួលវាផ្នែកមួយទៀតខ្ញុំមិនអាចនិយាយច្បាស់បានទេវាមិនមែនការអាណិតទេគឺការភ្នាល់គឺជារឿងធម្មតាកុំបារម្ភខ្ញុំនៅទីនេះអ្វីបានចុះហត្ថលេខាលើលិខិតលុបចោលខាងត្រកូលមានអាកប្បកិរិយារឹងមាំណាស់បើពួកគេប្តឹងខ្ញុំនឹងតស៊ូដល់ទីបញ្ចប់ឲ្យពួកគេប្តឹងទៅកិច្ចព្រមព្រៀងមានអក្សរខ្មៅលើក្រដាសការបង្ខិតបង្ខំមិនមែននិយាយតែមួយម៉ាត់ហើយខ្លាចជាការពិតទេខាងតាស៊ើបអង្កេតដល់ណាហើយតើគាត់ទទួលបានច្បាប់ចម្លងកិច្ចព្រមព្រៀងហើយឬនៅហើយថ្ងៃនេះគាត់ក៏បានទៅជួបមេធាវីដែលដោះស្រាយរឿងនេះផងដែរតើត្រូវផ្ដល់ការព្រមានដល់គាត់ទេមិនទាន់ប្រញាប់ទេឲ្យមនុស្សទៅនិយាយជាមួយគាត់សិនឲ្យគាត់ប្រគល់កិច្ចព្រមព្រៀងមកវិញលោកស្រីងាយស្រួលនិយាយពីម៉ាត់ទេអ្នកជានរណាលោកឲ្យខ្ញុំមកគាត់បាននិយាយថារឿងមុនមានការយល់ច្រឡំខ្លះចង់ឲ្យខ្ញុំមកផ្ទាល់ពន្យល់ជូនលោកស្រីឲ្យអ្នកមកគឺចង់ពន្យល់ការយល់ច្រឡំឬចង់យកកិច្ចព្រមព្រៀងនោះមកវិញលោកស្រីរបស់ខ្លះបើកាន់ទុកក្នុងដៃវាមិនល្អសម្រាប់គ្រប់គ្នាទេលោកបាននិយាយថាប្រគល់កិច្ចព្រមព្រៀងមកវិញបន្ទាប់មកយើងម្នាក់ទៅផ្លូវរៀងខ្លួនផ្លូវស្ពានទៅផ្លូវស្ពានផ្លូវទៅផ្លូវ30លានគាត់តាមទាមកយូរប៉ុណ្ណាឥឡូវមកនិយាយជាមួយខ្ញុំថាផ្លូវរៀងខ្លួនអ្នកត្រឡប់ទៅប្រាប់កិច្ចព្រមព្រៀងខ្ញុំមិនប្រគល់វិញទេបើគាត់មិនពេញចិត្តជួបគ្នានៅតុលាការលោកស្រីកុំធ្វើឲ្យពាក្យសម្ដីខ្លាំងពេកហេតុអ្វីអ្នកមានទឹកមុខបែបនេះគាត់ឲ្យមនុស្សមកបំភ័យអ្នកតើអ្នកគិតថាខ្ញុំអាចមានទឹកមុខបែបណាខ្ញុំនឹងរៀបចំមនុស្ស2នាក់តាមអ្នកមិនបាច់ទេខ្ញុំបាននិយាយហើយលើកនេះឲ្យខ្ញុំដោះស្រាយដោយខ្លួនឯងឥឡូវនេះមិនមែនជាពេលទេអ្នកបានជួយខ្ញុំច្រើនដងហើយលើកនេះឲ្យខ្ញុំឈរដោយខ្លួនឯងម្ដងបើខ្ញុំពិតជាទ្រាំមិនបានខ្ញុំនឹងមករកអ្នកមុនគេអ្នកមិនចូលចិត្តដាក់អន្ទាក់ទេខ្ញុំនឹងជីកអន្ទាក់មួយឲ្យអ្នកច្បាប់ចម្លងកិច្ចព្រមព្រៀងនៅក្នុងដៃខ្ញុំចង់យកវាត្រឡប់ទៅវិញថ្ងៃស្អែកម៉ោង3រសៀលនៅហាងកាហ្វេមកម្នាក់ឯងថ្ងៃស្អែកម៉ោង3រសៀលនៅហាងកាហ្វេផែនការរបស់ខ្ញុំគឺឲ្យគាត់និយាយការពិតហើយថតសម្លេងទាំងមូលអ្នកអាចអង្គុយទៅជាប់ក្បែរស្តាប់បានប៉ុន្តែកុំចូលជួយអ្នកអាចអង្គុយទៅជាប់ក្បែរស្តាប់បានប៉ុន្តែកុំចូលជួយពិបាកណាស់ដែលអ្នកជាអ្នកអញ្ជើញខ្ញុំមុនហេតុអ្វីបានជាប្រែចិត្តហើយខ្ញុំយកផ្នែកមួយនៃកិច្ចព្រមព្រៀងមកចង់មើលទេវាជាច្បាប់ចម្លងចុះឯកសារដើមវិញឯកសារដើមនៅកន្លែងមានសុវត្ថិភាពអ្នកឆ្លើយសំណួរខ្ញុំប៉ុន្មានសិនតើអ្នកមានឋានៈអ្វីមកចរចាលក្ខខណ្ឌជាមួយខ្ញុំម្ចាស់បំណុលដែលកាន់ចំណុចខ្សោយរបស់អ្នកអត្តសញ្ញាណនេះគ្រប់គ្រាន់ឬនៅអ្នកចង់សួរអ្វីកាលពីឆ្នាំនោះអ្នកតាមស្រឡាញ់ខ្ញុំតើពិតជាព្រោះអ្នកចូលចិត្តខ្ញុំឬព្រោះកិច្ចព្រមព្រៀងនោះអ្នកពិតជាជឿថាខ្ញុំចូលចិត្តអ្នកមែនឬអញ្ចឹងគឺកុហកមែនទេក៏មិនអាចនិយាយថាកុហកទាំងស្រុងទេមុខរបស់អ្នកពិតជាល្អមើលយកទៅណាក៏មានមុខមាត់ប៉ុន្តែនិយាយតាមត្រង់បើមិនមែនដោយសារភាគហ៊ុន30របស់អ្នកតើចាំបាច់ឲ្យខ្ញុំតាមអ្នកដល់ថ្នាក់នេះទេការទៅទទួលនឹងធ្វើឲ្យអ្នកសប្បាយអ្នកដឹងទេថាខ្ញុំទ្រាំយូរប៉ុណ្ណាដូច្នេះចាប់ពីដើមដល់ចប់ក្នុងភ្នែកអ្នកខ្ញុំគ្រាន់តែជាលេខផ្ទេរភាគហ៊ុនដែលអាចដើរបានកុំនិយាយឲ្យស្ដាប់អាក្រក់ពេកអ្នកក៏ធ្លាប់រីករាយជាមួយភាពអស្ចារ្យរបស់គ្រួសារយ៉ាវដែរគ្រាន់តែយកអ្វីដែលខ្លួនត្រូវការសំណួរចុងក្រោយរៀបការភាគហ៊ុន10ឆ្នាំដំបូងក៏ផ្ទេរភាគហ៊ុនភ្លាមមែនទេ
មិនមែនដើម្បីពាក្យហ៊ុនទេខ្ញុំរៀបការជាមួយអ្នកធ្វើអ្វីរ៉ាវឆែងអរគុណដែលថ្ងៃនេះអ្នកបាននិយាយការពិតអ្នកឈួតមែនហើយចង់លុបការថតសម្លេងមែនទេយកវាចោលខ្ញុំបានបំរុងទុកនៅលើ cloud រួចហើយអ្នកយកវាទៅក៏គ្មានប្រយោជន៍ដែរលោកយ៉ាវនិយាយឲ្យសម្លេងតិចបន្តិចវារំខានអ្នកដទៃដែលកំពុងផឹកកាហ្វេអ្នកទាំងពីររួមដៃគ្នាធ្វើបាបខ្ញុំមែនទែនពេលគាត់និយាយថាមិនមែនដើម្បីភាគហ៊ុនហើយសួរថាហេតុអ្វីខ្ញុំត្រូវរៀបការជាមួយអ្នកថាខ្ញុំនឹងយំប៉ុន្តែចុងក្រោយខ្ញុំមិនមានអារម្មណ៍អ្វីសោះខ្ញុំថែមទាំងមានអារម្មណ៍ថាសប្បាយបន្តិចអញ្ចឹងមិនល្អទេអ្នកកំពុងចែករំលែកអារម្មណ៍សប្បាយពីការសងសឹកជាមួយខ្ញុំពីមុនខ្ញុំគិតថាពាក្យថាសងសឹកគឺហួសហេតុពេកឥឡូវនេះខ្ញុំគិតថាវាពិតជាសប្បាយអរគុណដែលថ្ងៃនេះអ្នកជួយគាំទ្រខ្ញុំនៅទៅជាប់គ្នាខ្ញុំនឹងបើកការថតសម្លេងឲ្យអ្នកស្ដាប់ម្ដងស្ដាប់ឲ្យច្បាស់គ្រប់គ្រាន់ហើយពិតវាទៅហេតុអ្វីកាលពីមុនខ្ញុំមើលមនុស្សខុសម្លេះអ្នកមិនមែនមើលខុសទេអ្នកកំពុងភ្នាល់ថាយ៉ាវឈៀវយ៉ាងហោចណាស់មានចិត្តស្មោះចំពោះខ្ញុំបន្តិចដូច្នេះអារម្មណ៍ខុសរបស់អ្នកនឹងថយចុះបន្តិចឈៀវយោជីវិតនេះខ្ញុំជំពាក់អ្នកមិនអាចសឹងអស់ទេខ្ញុំមិនចង់ឲ្យអ្នកសងទេខ្ញុំចង់ឲ្យអ្នកឈរឡើងវិញគ្រូសាអ៊ីស្ថិតនៅក្នុងដៃអ្នកឥឡូវយ៉ាវឈៀវចង់វាយប្រហារគ្រូសាអ៊ីអ្នកត្រូវទ្រាំឲ្យបានអ្នកចង់ធ្វើអ្វីបង្ហាញជាសាធារណៈឲ្យមនុស្សគ្រប់គ្នាដឹងថាគ្រូសាយ៉ាវបានចុះកិច្ចព្រមព្រៀងយ៉ាងដូចនៅទីនេះមានអ៊ីមែលមួយដែលគាត់ផ្ញើមកកាលពីឆ្នាំនោះអ្វីដែលសរសេរនៅក្នុងនោះច្បាស់លាស់ជាងកិច្ចព្រមព្រៀងទៅទៀតមានខ្លឹមសារអ្វីគាត់និយាយថារឿងភាគហ៊ុនមិនចាំបាច់តាមនីតិវិធីផ្លូវការទេគាត់អាចរៀបចំដោយសម្ងាត់ពេលនោះខ្ញុំមិនហ៊ានប្រើវិទេខ្លាចគាត់បែរមុខបុកជាមួយការថតសម្លេងនេះគ្រប់គ្រាន់ហើយមុខមាត់របស់គ្រូសាយមុខមាត់ត្រូវរកដោយខ្លួនឯងកាលពីមុនអ្នកបានលូកខ្ញុំចោលដើម្បីមុខមាត់ឥឡូវនេះយើងត្រូវយកមុខមាត់របស់យើងត្រឡប់មកវិញអ្នកមានឆន្ទៈរឹងមាំជាងឪពុកអ្នកថ្ងៃស្អែកត្រកូលយីនឹងបង្ហាញភស្តុតាងទាំងអស់ជាសាធារណៈគិតទៅច្បាស់ហើយឬនៅត្រកូលយីប្រកាសជាត្រូវគេពិភាក្សាឲ្យតម្លៃភាគហ៊ុនប្រហែលនឹងធ្លាក់ចុះប៉ុន្តែអាវុធធំបំផុតរបស់យ៉ាវឈៀវគឺមុខមាត់ខ្ញុំនឹងបំផ្លាញសัญลักษณ์ប៊ីនេះរបស់គាត់យ៉ាវឈៀវបាននិយាយថា Feng Sheng នឹងវីតបវិញគាត់ក៏មានទិន្នន័យបណ្ដាញអាជីវកម្មរបស់ត្រកូលយីនៅក្នុងដៃខ្ញុំដឹងដូច្នេះខ្ញុំមករកអ្នកយ៉ាវក្រុមហ៊ុនយីមានគម្រោងកំពុងសហការជាមួយក្រុមហ៊ុនយ៉ាវបើត្រកូលយ៉ាវវីតបវិញអ្នកអាចកុំដកគម្រោងចេញបានទេអ្នកហៅខ្ញុំថាយ៉ាវនិយាយរឿងសំខាន់ទៅរឿងសំខាន់គឺគម្រោងរបស់យ៉ាវខ្ញុំជាអ្នកសម្រេចនឹងមិនដកចេញទេប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយក្រោយនេះកុំហៅខ្ញុំថាយ៉ាវវាស្ដាប់មិនល្អយកហើយឆៃម៉ូបងគាត់ហ៊ានធ្វើមែនទែនលោកតូចយ៉ាវលើកមុនពីគីនោះបានទូរស័ព្ទមកសួរហើយដៃគូសហការមុនមួយចំនួនក៏និយាយថាចង់រងចាំមើលខ្ញុំមើលទៅពួកគេមិនចង់លេងជាមួយត្រកូលយ៉ាវទៀតទេទៅទូរស័ព្ទទៅអ្នកផ្គត់ផ្គង់ទាំងអស់ដែលមានអាជីវកម្មជាមួយទំនងជាមួយគ្នាប្រាប់ថាអ្នកណាទទួលការបញ្ជាទិញពីត្រកូលក្រោយនេះគុំសង្ឃឹមទទួលការបញ្ជាទិញពីត្រកូលយ៉ាវក្រុមហ៊ុនយីថ្ងៃនេះត្រូវអ្នកផ្គត់ផ្គង់បីក្រុមហ៊ុនអាកាសហការពួកគេទាំងអស់មានទំនាក់ទំនងយូរជាមួយត្រកូលយ៉ាវឈៀវធ្វើចលនាលឿនណាស់ជួយខ្ញុំណាត់អ្នកផ្គត់ផ្គង់សហការរបស់យ៉ាវប្រជុំរសៀលនេះអ្នកចង់ធ្វើអ្វីយ៉ាវឈៀវមិនឲ្យអ្នកផ្គត់ផ្គង់ទទួលការបញ្ជាទិញពីត្រកូលយីដូច្នេះឆៅនឹងទទួលបន្ថែមខ្លះបន្ទាប់មកបែងចែកការងារឲ្យយីដើរជុំវិញផ្លូវធំមួយថ្លៃដើមរបស់ឆៅនឹងកើនឡើងការកើនឡើងប៉ុន្មានយកពីគណនីឯកជនរបស់ខ្ញុំមិនគិតក្នុងគណនីសាធារណៈទេអ្នកត្រឡប់មកហើយការបញ្ជាទិញដែលត្រូវបដិសេធមានច្រើនជាងអ្វីដែលខ្ញុំគិតកុំមើលទៀតការបញ្ជាទិញដែលត្រូវបានបដិសេធនឹងឆៅនឹងយីចុះកិច្ចសន្យាថ្មីជាការរៀបចំរបស់អ្នកមែនឬឲ្យអ្នកណាក៏ដូចជាឲ្យដែរអញ្ចឹងហេតុអ្វីអ្នកមិនប្រើគណនីសាធារណៈត្រូវដកពីគណនីឯកជនហៅស៊ីត្រូវការចែកកិច្ចសន្យារងតាំងពីដើមឲ្យអ្នកណាក៏ដូចជាឲ្យដែរអ្នកនិយាយថានេះជាកិច្ចសហការអាជីវកម្មកិច្ចសហការអាជីវកម្មតែអ្នកយកលុយខ្លួនឯងបន្ថែមអ្នកបានពិនិត្យឲ្យគណនីរបស់ខ្ញុំលេខាធិការឆេនប្រាប់ខ្ញុំគាត់មិនអាចមើលអ្នកត្រូវគេបោកប្រាស់បានទេមិនមែនជាការត្រូវគេបោកប្រាស់ទេវាជាការវិនិយោគអ្វីវិនិយោគលើអ្នកស្នងតំណែងអនាគតរបស់គ្រូសៃគេមិនឲ្យខ្ញុំខាតទេអ្នកមិនអាចនិយាយឲ្យល្អបានទេពីនេះទៅមុខហាមយកគណនីឯកជនមកបន្ថែមបើចង់សហការត្រូវប្រើគណនីសាធារណៈគិតតាមតម្លៃទីផ្សារខ្ញុំនឹងនិយាយល្អទៀតគឺអ្នកតែងតែគិតទៅផ្លូវផ្សេងរឿងពីមុនខ្ញុំមិនសមឲ្យអ្នកហៅថាពូទេឆ្នាំនោះការចុះកិច្ចព្រមព្រៀងគឺខ្ញុំងងរៀបការជាមួយគឺខ្ញុំភ័ន្តច្រឡំមនុស្សដែលខ្ញុំសុំទោសបំផុតក្នុងជីវិតនេះគឺគាត់អង្គុយនិយាយសិនរឿងកន្លងមកពូយីដឹងក្នុងចិត្តរួចហើយមិនចាំបាច់ប្រាប់ខ្ញុំទេខ្ញុំគ្រាន់តែសង្ឃឹមថាចាប់ពីពេលនេះទៅអ្នកកុំយកគាត់ទៅដោតលើការសុំទោសញ៉ាំម្ហូបសិនថ្ងៃនេះឪពុកខ្ញុំប្រាប់ខ្ញុំគាត់ត្រៀមផ្ទេរភាគហ៊ុនមួយផ្នែករបស់យីមកឈ្មោះខ្ញុំគាត់និយាយថាវាជាអ្វីដែលគាត់ជំពាក់ខ្ញុំមិនមែនជាការសងសំណងទេអ្នកយល់ព្រមទេខ្ញុំយល់ព្រមមិនមែនដោយសារលុយទេគឺដោយសារខ្ញុំបានធ្វើរឿងមួយចំពោះអ្នកគឺដោយសារលើកដំបូងគាត់សួរខ្ញុំថាអ្នកព្រមទេបងឈើមកពេលឪពុកខ្ញុំនិយាយសុំទោសថ្ងៃនេះចិត្តខ្ញុំច្របូកច្របល់ខ្លាំងម្ខាងចង់អភ័យទោសឲ្យគាត់ម្ខាងទៀតមានអារម្មណ៍ថាបើអភ័យទោសជាធ្វើឲ្យខ្លួនឯងពីមុនឈឺចាប់អ្នកមិនចាំបាច់អភ័យទោសឥឡូវនេះទេទំនាក់ទំនងឪពុកកូនស្រីមិនមែនជាមួយប្រទានបានមួយសន្លឹកបញ្ចប់ក្នុងពេលតែមួយបន្តិចម្ដងអាចទៅដល់ជំហានណាក៏ទៅតាមនោះឪពុកខ្ញុំបានស្លាប់ទៅមុនមានរឿងជាច្រើនដែលខ្ញុំចង់សួរតែគ្មានពេលសួរទៀតដូច្នេះខ្ញុំទើបគិតថាអាចអង្គុយញ៉ាំអាហារជាមួយគ្នា
វាខ្លួនវាក៏ជាចម្លើយមួយដែរអរគុណអ្នកមនុស្សនេះកាត់អ្វីឡើងអបហើយរត់ចេញទៅលោកឆៅមានបញ្ហាហើយផែនការថវិកាដំណាក់កាលបន្ទាប់របស់ឆេងយប់មិញត្រូវបានផ្ញើទៅអ៊ីមែលរបស់ក្រុមហ៊ុនប្រកួតប្រជែងអេកអ្នកផ្ញើវិញប្រើបណ្ដាញខាងក្នុងរបស់ក្រុមហ៊ុនសិទ្ធិគឺកម្រិតក្រុមគម្រោងអ៊ីនិយាយថាមិនអាចកំណត់ច្បាស់ដល់បុគ្គលបានទេប៉ុន្តែអាចកំណត់ជួបានអ្នកដែលធ្វើការយប់មុនថ្ងៃម្សិលមិញកុំព្យូទ័ររបស់គាត់មានស្នាមត្រូវបានប៉ះពាល់ទេអ៊ីបានពិនិត្យហើយគ្មានទេប៉ុន្តែកនីបំរុងរបស់គាត់បានចូល5ដងនៅម៉ោង9កន្លះមើលទៅមានអ្នកទទួលបានលេខសម្ងាត់សិទ្ធិរបស់គាត់ស៊ើបអង្កេតអ្នកទាំងអស់ដែលដឹងលេខសម្ងាត់នេះនោះគឺជាមនុស្សដែលចង់ឡើងតំណែងក្នុងក្រុមគម្រោងអ្នកណាចង់ឡើងតំណែងបំផុតខ្ញុំបានពិនិត្យរួចហើយតែនិយាយមានបទពិសោធន៍ជ្រៅបំផុតគាត់ជាមនុស្សដែលមិនគួរឲ្យសង្ស័យបំផុតប៉ុន្តែកនីបំរុងរបស់គាត់ជាកនីដែលងាយត្រូវគេប្រើបំផុតមិនថាមនុស្សនេះជានរណាឥឡូវនេះជួយអ្នកសង្ស័យមានប៉ុន្មានអ្នកខ្ញុំនឹងជួយអ្នកស៊ើបអង្កេតការត្រួតពិនិត្យខាងក្នុងខ្ញុំនឹងជួយសម្របសម្រួលអ្នកស៊ើបអង្កេតដោយផ្ទាល់នឹងធ្វើឲ្យគេដឹងខ្លួនមិនបានទេបងឆេមីលើកនេះអនុញ្ញាតឲ្យខ្ញុំជួយអ្នកផងថាសម្បត្តិអ៊ីមែលដែលបានអេនគ្រីបភ្ជាប់ទៅកុំព្យូទ័រខ្ញុំផ្ទាល់រកឃើញអ្វីក៏ធ្វើបច្ចុប្បន្នភាពភ្លាមកុំប្រញាប់ចូលទៅម្នាក់ឯងកុំបារម្ភលើកនេះខ្ញុំនឹងយកអ្នកក្បត់ខាងក្នុងនេះដកចេញទាំងស្រុងបានត្រួតពិនិត្យតាមការណែនាំរបស់លោករួចហើយក្នុងចំណោមសមាជិកក្រុមគម្រោង7មនុស្ស3នាក់ដែលមានសិទ្ធិអាចផ្ញើឯកសារនៅពេលនោះហ្វេងយ៉ៃយ៉េងហេងលីយួនបានធ្វើការជាមួយលោកអស់រយៈពេល6ឆ្នាំលីយួនត្រូវបានជ្រើសរើសចូលមកកាលពីមុនឆ្នាំម្សិលមិញមុនសិនពិនិត្យលំហូរហិរញ្ញវត្ថុរបស់នឹងបានពិនិត្យរួចហើយមានប្រាក់ចូល200,000ក្នុងកណនីអាជីវកម្មមកពីក្រុមហ៊ុនសាខាមួយរបស់គ្រួសារបញ្ជាក់ថាលំហូរធនាគារច្បាស់លាស់ណាស់ប៉ុន្តែខ្ញុំនៅមិនទាន់ធ្វើឲ្យគេដឹងទេកុំទាន់ធ្វើអ្វីខ្ញុំចង់មើលថាគេមានបាក់ពួកផ្សេងទៀតឬអត់អ្នកបានឬទេបានបដូររថយន្តប្រណិតកាលពីសប្តាហ៍មុនគេមិនមែនតែងតែបើកឡានប្រពន្ធទេមិនហើយស្រាប់តែបដូរថ្មីប្រពន្ធគេក៏បានបង្ហោះក្នុងបណ្ដាញសង្គមរង្វាន់គម្រោងរបស់ប្តីបានចូលហើយប៉ុន្តែគម្រោងរបស់យើងឆ្នាំនេះមិនដែលចេញប្រាក់រង្វាន់ទេថ្មីនេះគេធ្វើការបន្ថែមម៉ោងច្រើនមែនទេច្រើនរាល់ដងគេតែងតែចេញក្រោយគេបំផុតអ្នកដែលអ្នករកឃើញទាំងពីរអ្នកនោះមានម្នាក់ឈ្មោះមែនទេអ្នកដឹងដោយរបៀបណាគេបានបដូរឡានកាលពីសប្តាហ៍មុនប្រពន្ធគេនិយាយថាជាប្រាក់រង្វាន់គម្រោងប៉ុន្តែក្រុមគម្រោងឆ្នាំនេះមិនបានចេញប្រាក់រង្វាន់ទេអ្នកលឿនជាងលេខាទៀតលេខាពិនិត្យលំហូរធនាគារខ្ញុំពិនិត្យបណ្ដាញសង្គមមានប្រាក់ចូល200,000ជាក្រុមហ៊ុនរបស់ដែលផ្ទេរមកលំហូររបស់នៅមិនទាន់រកឃើញភាពខុសប្រក្រតីទេប៉ុន្តែបើគេនិយាយថាជាសាច់ប្រាក់ធនាគារមិនអាចរកឃើញទេទាំងពីរនាក់អាចជាប់ពាក់ព័ន្ធត្រូវសាកល្បងម្ដងទៀតអ្នកក៏ចូលចិត្តផឹកកាហ្វេ Americano ដែរដើម្បីបំបត្តិភាពងុយបងកាលពីយប់មិញក៏ធ្វើការបន្ថែមម៉ោងទៀតគ្មានជំរឿទេគម្រោងនៅក្នុងដៃច្រើនពេកអ្នកថ្មីមិនអាចជំនួសបានមានតែខ្លួនឯងទ្រាំទ្រឬពីថាអ្នកបដូរឡានថ្មីពលស៊ីធ្វើឲ្យពួកយើងចំណេញខ្លាំងណាស់ទិញដោយបងរំលោះបងស្រីរបស់អ្នកទូចខ្ញុំជំពាក់បំណុលពេញខ្លួនបងស្រីមិនមែននិយាយថាប្រាក់រង្វាន់គម្រោងរបស់អ្នកចូលហើយទេនាងនិយាយកុហកទេគ្រាន់តែខ្លាចគ្រួសារខាងនាងគិតថាខ្ញុំក្រីក្រស្ត្រីតែងតែចូលចិត្តរក្សាមុខមែនទេបងនេះជួយខ្ញុំពិនិត្យទិន្នន័យនេះបន្តិចមើលថាការងារមានកំហុសទេបានដាក់ទីនេះទៅឬថាខែមុនអ្នកសុំច្បាប់ត្រឡប់ទៅស្រុកសុខភាពម្ដាយអ្នកមិនសូវល្អទេជំងឺចាស់ហើយអ្នកដឹងបានយ៉ាងម៉េចបងលេនប្រាប់ចូលមន្ទីរពេទ្យចំណាយលុយច្រើនមែនទេ20,000គ្រប់ទេ20,000អ្វីខ្ញុំនិយាយពីថ្លៃមន្ទីរពេទ្យជីដូនខ្ញុំលើកមុនចូលមន្ទីរពេទ្យចំណាយជាង20,000ឥឡូវមន្ទីរពេទ្យថ្លៃណាស់ថ្លៃមែនរែងហេងនិយាយថារថយន្តទិញដោយបងរំលោះប៉ុន្តែនាឡិកានៅដៃគាត់យ៉ាងហោចណាស់មានតម្លៃ6ខ្ទង់មុននេះមិនដែលឃើញទេលឺយួនកាន់តែច្បាស់ពេលខ្ញុំនិយាយពី20,000មុខគាត់ស្លេកភ្លាមអ្នកគិតថាជានរណាប្រតិកម្មរបស់លីយួនរែងហេងមើលទៅដូចជាមានអារម្មណ៍ខុសដូចអ្នកលួចប៉ុន្តែការចំណាយនិងចំណូលរបស់យ៉ាងហេងមិនត្រូវគ្នាតើអាចទៅរួចទេថាពួកគេទាំងពីរចូលរួមម្នាក់ទទួលសាច់ប្រាក់ម្នាក់ផ្ទេរប្រាក់បែងចែកការងារច្បាស់លាស់ប៉ុន្តែអ្នកគ្មានភស្តុតាងផ្ទាល់រែងហេងធ្វើការជាមួយអ្នក6ឆ្នាំខ្ញុំខ្លាចធ្វើបាបមនុស្សល្អការពិតគឺការពិតមិនពាក់ព័ន្ធនឹងថាគាត់នៅជាមួយខ្ញុំប៉ុន្មានឆ្នាំទេឯកសារថតចម្លងរួចហើយថ្ងៃស្អែកឲ្យអ្នកនៅកន្លែងចាស់សាច់ប្រាក់អ្នកអ៊ីឆៃយូអ្នកចូលចិត្តជ្រៀតជ្រែករឿងអ្នកដទៃអ្វីឥឡូវនេះក្លោដបាកោអ្នកបំបីទូរស័ព្ទក៏គ្មានប្រយោជន៍ខ្ញុំមិនចង់ធ្វើបាបមនុស្សទេលោកបាកាប់ចេញប្រាក់ដែលយ៉ាវឈៀវផ្ដល់ខ្ញុំចែកឲ្យអ្នកពាក់កណ្ដាលអ្នកបានទទួលប្រាក់ពីយ៉ាវឈៀវប្រាក់15សែនឪពុកខ្ញុំជិះចូលមន្ទីរពេទ្យនិយាយថាបើប្រគល់ឯកសារឲ្យគាត់នឹងឲ្យលុយខ្ញុំមិនបានគិតថានឹងមកយកវីទេប្អូនស្រីរបស់អ្នករងរបួសអ្នកបាននៅជាមួយខ្ញុំ6ឆ្នាំតើអ្នកធ្លាប់សុំអ្វីពីខ្ញុំម្ដងទេខ្ញុំខ្លាចថាអ្នកនឹងមើលងាយខ្ញុំឥឡូវនេះខ្ញុំកាន់តែមើលងាយអ្នកតើខ្ញុំមិនធ្លាប់ប្រាប់ទេរកឃើញអ្វីត្រូវប្រាប់ខ្ញុំជាមុនហេតុអ្វីអ្នកប្រញាប់ឡើងទៅម្នាក់ឯងខ្ញុំខ្លាចថានឹងចោទប្រកាន់មនុស្សល្អខុសពេលក្រោយបើជួបគ្រោះថ្នាក់ត្រូវហៅខ្ញុំភ្លាមហាមទ្រាំម្នាក់ឯងលោកស្រីយីតើចង់ទៅមន្ទីរពេទ្យទេមិនបាច់ទេគ្រាន់តែរបួសក្រហមប៉ុណ្ណោះលេខាចេនរីកាទៅប៉ូលីសរៀបចំកំណត់ត្រាផ្ទេរប្រាក់និងកំណត់ត្រាការហៅទូរស័ព្ទរបស់យ៉ាងអស់រៀបចំរួចប្រគល់ឲ្យប៉ូលីសជូនដំណឹងទៅផ្នែកច្បាប់ប្តឹងយ៉ាងហេងនឹង
ពីបទចារកម្មពាណិជ្ជកម្មខាងភស្តុតាងគ្រប់គ្រាន់ទេបូកជាមួយប្រាក់5សែនរបស់យ៉ែទាំងអស់ជាប្រាក់ដែលក្រុមហ៊ុនគ្រួសារយកផ្ទេរមកគ្រប់គ្រាន់ហើយត្រឡប់ទៅផ្ទះត្រជាក់ទ្រាំសិនក្អួតរួចហើយឬខ្ញុំបាននិយាយរួចហើយពេលជួបគ្រោះថ្នាក់ត្រូវហៅខ្ញុំភ្លាមអ្នកមានពេលយកទូរស័ព្ទថតរូបតែគ្មានពេលហៅទូរស័ព្ទមកខ្ញុំអ្នកដឹងទេថាពេលខ្ញុំទទួលបានទូរស័ព្ទពីលេខាក្នុងវីដេអូត្រួតពិនិត្យឃើញដេញតាមអ្នករត់តើខ្ញុំមានអារម្មណ៍យ៉ាងណាទេអារម្មណ៍យ៉ាងណាអារម្មណ៍ដូចបេះដូងឈប់លោតមុននេះនៅការិយាល័យអ្នកបានចាប់ខ្ញុំចូលក្នុងអោបឥឡូវក៏មិនព្រមលេងដែរមិនចង់លេងទេអ្នកអាចឈប់ធ្វើបែបនេះបានទេរាល់ពេលបេះដូងខ្ញុំលោតលឿនរហូតទ្រាំមិនបានអ្នកបែរជាមានមុខស្ងប់ស្ងាត់តើអ្នកដឹងយ៉ាងម៉េចថាខ្ញុំស្ងប់ស្ងាត់បេះដូងខ្ញុំក៏លោតលឿនដែរនៅតែគិតពីរឿងយប់នេះមែនទេនិយាយថាគាត់តាមអ្នក6ឆ្នាំហើយនៅតែជាមន្ត្រីធម្មតាគាត់មិនពេញចិត្តគាត់ក៏មានការលំបាករបស់គាត់ប៉ុន្តែវាមិនមែនជាមូលហេតុឲ្យក្បត់ការទុកចិត្តរបស់អ្នកដទៃទេយប់នេះអ្នកមិនប្តឹងប៉ូលីសមិនប្រាប់ខ្ញុំគឺចង់ឲ្យមានឱកាសនិយាយចេញដោយខ្លួនឯងមែនទេយប់នេះអ្នកមិនប្តឹងប៉ូលីសមិនប្រាប់ខ្ញុំគឺចង់ឲ្យមានឱកាសនិយាយចេញដោយខ្លួនឯងមែនទេហេតុអ្វីអ្នកដឹងគ្រប់យ៉ាងព្រោះខ្ញុំតែងតែមើលអ្នកខ្ញុំមានអ្វីចង់ប្រាប់អ្នក10ឆ្នាំមុនអ្នកបានឲ្យខ្ញុំតុក្កតាខ្លាឃ្មុំតូចហើយនិយាយថាកុំខ្លាចពេលភ្លៀងឈប់នឹងមិនអីទេនោះជាលើកដំបូងក្នុងជីវិតខ្ញុំដែលមានមនុស្សនិយាយថាកុំខ្លាចក្រោយមកខ្ញុំត្រូវបានគេយកទៅពេលខ្ញុំត្រឡប់មកវិញអ្នកបានផ្លាស់ទីទៅហើយខ្ញុំស្វែងរកអ្នកអស់10ឆ្នាំថ្ងៃនោះអ្នកបានបុកឡានខ្ញុំបានឃើញឈ្មោះអ្នកនៅលើបញ្ជីសំណងខ្ញុំលោតលឿនរហូតដៃញ័រលេខាសួរខ្ញុំថាស្គាល់អ្នកទេខ្ញុំថាមិនស្គាល់ខ្ញុំបានកុហកគាត់ខ្ញុំចូលចិត្តអ្នកខ្ញុំគឺបងប្រុសសូមឲ្យខ្ញុំមានពេលបន្តិចឥឡូវនេះក្នុងខួរក្បាលខ្ញុំមានតែពាក្យដែលអ្នកនិយាយមុននេះគិតមិនចេញទេល្អទៅចុះលើមេខ្យល់ខ្លាំងត្រឡប់ទៅផ្ទះសូមឲ្យខ្ញុំមានពេលបន្តិចឥឡូវនេះក្នុងខួរក្បាលខ្ញុំមានតែពាក្យដែលអ្នកនិយាយមុននេះល្អទៅចុះលើមេខ្យល់ខ្លាំងត្រឡប់ទៅផ្ទះបបរមិនឆ្ងាញ់ទេអត់ទេឆ្ងាញ់អ្នកគេងមិនលក់ល្អទេរង្វង់ខ្មៅក្រោមភ្នែកចិត្តដល់ចង្កាហើយខ្ញុំទៅធ្វើការហើយកុំប្រញាប់រងចាំឲ្យអ្នកញ៉ាំរួចទៅជាមួយគ្នាជាវយថ្មីនេះអ្នកមានរឿងអ្វីបងប្រុសខ្ញុំពីថ្ងៃនេះផ្ញើសារទៅលេខាធិការឈានដោយសម្លេងតែអូប្រែទៅជាគាត់ថ្ងៃនេះមិនសូវញ៉ាំបាយក៏ដៃគាត់មានស្នាមជាមអ្នកជួយសួរគាត់ថាឈឺទេពួកអ្នកទាំងពីរឈានដល់ជំហានណាហើយទោះបីអ្នកបដិសេធខ្ញុំក៏ដោយផ្ទះនៅតែអាចរស់នៅបានការងារនៅតែធ្វើបានរាល់ពេលអ្នកនិយាយគឺស្ងប់ស្ងាត់បែបនេះព្រោះខ្ញុំមិនខ្លាចអ្នកបដិសេធទេខ្ញុំខ្លាចថាគាត់មិននិយាយទេភ្លើងភ្លឺពេករែងហែងអ្នកអាសាបងនោះហើយឈ្មោះអ្នកឈ្នះជុំនេះប៉ុន្តែខ្ញុំនៅមានអ្វីមួយក្នុងដៃរឿងអាស្រូវហិរញ្ញវត្ថុពីមុនរបស់គ្រូសៃគ្រប់គ្រាន់ធ្វើឲ្យតម្លៃភាគហ៊ុននេះធ្លាក់ដល់សូន្យរៀបចំបំណុលចាស់ប៉ុន្មានករណីរបស់ហ៊ីឲ្យចេញផ្ញើទៅសារព័ត៌មានហិរញ្ញវត្ថុធំទាំងអស់ព្រឹកស្អែកឲ្យមនុស្សគ្រប់គ្នាឃើញព័ត៌មានទាំងនេះបញ្ចេញទៅគ្រូសៃអាចខ្សែធនខ្សែធនក៏ខ្សែធនទៅជាវយកមិនឲ្យខ្ញុំរស់សុខខ្ញុំនឹងឲ្យគ្រូសាគាត់ទាំងមូលបងជាមួយលោកតាមានរឿងអ្វីមុខស្លេកអស់ហើយខ្ញុំចេញទៅហៅទូរស័ព្ទប៉ាព័ត៌មាននេះមានរឿងអ្វីយកជាវបានជីក្រុកបញ្ជីគណនីចាស់ពី10ឆ្នាំមុនពេលនោះក្រុមហ៊ុនខ្វះទុនបានធ្វើការកែសម្រួលគណនីមួយចំនួនដែលមានបញ្ហាចម្រូងចម្រាសមកបានបងពុនបន្ថែមឥឡូវនេះគាត់បញ្ជូនទៅសារព័ត៌មាននិយាយថាគ្រូសាអ៊ីបានខ្លាញ់បន្លំហិរញ្ញវត្ថុយូរមកហើយផុសតាងនៃការគេចពន្ធនៅមានទេមានប្រព័ន្ធផ្សព្វផ្សាយនឹងមិនរងចាំពួកយើងទេគាត់ដើម្បីសងសឹកខ្ញុំចង់ឲ្យគ្រូសាអ៊ីទាំងមូលរងការស៊ើបអង្កេតពន្ធអ្វីដែលប៉ាខ្ញុំធ្វើការពីមុនពិតជាមិនស្អាតទេរឿងខ្លះពួកយើងក៏ពិបាកពន្យល់ខ្លួនឯងបើពន្យល់មិនច្បាស់រកមេធាវីនិងអ្នកហិរញ្ញវត្ថុពិនិត្យម្ដងមួយយីមិនមែនជាអ្វីដែលគ្រូសាយ៉ាវចង់បង្ខូចក៏បានទេអ្នកជឿថាយីអាចឆ្លងកាត់បានមែនទេខ្ញុំជឿលើអ្នកទៅបន្ទប់សៀវភៅខ្ញុំនឹងជួយអ្នករៀបចំភស្តុតាងដែលអាចប្រើបានទាំងអស់អ្នកជួយខ្ញុំបាននិយាយថានឹងប្រឈមមុខជាមួយអ្នកមិនមែននិយាយលេងទេសម្អាតរួចហើយក្នុងកណនី3មាន2ជាការកែសម្រួលពន្ធធម្មតាមានកំណត់ត្រាបង់ពន្ធបន្ថែមមានតែកណនីឆ្នាំទី12នោះទេដែលរកមិនឃើញឯកសារប៉ាខ្ញុំនិយាយថាជាប្រតិបត្តិការសាច់ប្រាក់មិនបានទុកកំណត់ត្រាពីផ្សេងទៀតគ្រប់គ្រាន់ហើយដាក់អ្វីដែលអាចជំនួសបានចេញសិនសួរពីតម្លៃភាគហ៊ុនអ្នកជាប្រធានក្រុមហ៊ុនយ៉ាវយប់ជ្រៅមិនដេកហើយជួយខ្ញុំទៀងទាត់កណនីស្អែកប្រជុំត្រូវធ្វើម៉េច
កាហ្វេពាក្យដែលអ្នកនិយាយនៅលើដំបូលថ្ងៃនោះខ្ញុំបានគិតរួចហើយខ្ញុំបានគិតអំពីវាគ្រប់ពេលក្នុងរយៈពេលនេះតើខ្ញុំកំពុងប្រើប្រាស់អ្នករត់អ្នកបានជួយខ្ញុំច្រើនណាស់ខ្ញុំខ្លាចថាអារម្មណ៍របស់ខ្ញុំចំពោះអ្នកគ្រាន់តែជាការដឹងគុណដូច្នេះខ្ញុំមិនហ៊ានឆ្លើយអ្នកពេលនេះខ្ញុំមើលអ្នកកំពុងមើលឯកសារដោយបន្ទាបក្បាលអ្វីដែលគិតក្នុងចិត្តមិនមែនថាខ្ញុំត្រូវសងអ្វីឲ្យអ្នកទេប៉ុន្តែខ្ញុំចង់ឃើញអ្នកបែបនេះរាល់ថ្ងៃនៅថ្ងៃក្រោយខ្ញុំក៏ចូលចិត្តអ្នកដែរមិនមែនដោយសារអ្នកបានជួយខ្ញុំទេគឺដោយសារតែជាអ្នកដឹងទេថាខ្ញុំរងចាំពាក្យនេះយូរប៉ុណ្ណា10 ឆ្នាំ10 ឆ្នាំ 3 ខែចាប់ពីពេលនេះទៅហាមនិយាយពាក្យប្រើប្រាស់ម្ដងទៀតថេងខ្ញុំបាននៅជាមួយបងប្រុសអ្នកហើយបើគ្មានខ្ញុំជួយពួកអ្នកចេញពីវាំងតើពួកអ្នកអាចរស់នៅជាមួយគ្នាបានទេបានគិតថាជាស្នាដៃរបស់អ្នកទៅជាយសាក់លបងតែឡងជាងនេះមើលវាជាតែដែលឪពុកឆេម៉ូលាក់ទុកអរគុណអ្នកមីងឆេម៉ូតាំងពីតូចមិនសូវចូលចិត្តនិយាយកាលពីមុនខ្ញុំតែងនិយាយជាមួយគាត់អ្នកជាក្មេងស្រីដំបូងដែលគាត់នាំមកផ្ទះហៅថេងតែងតែនិយាយប្រាប់ខ្ញុំថាបងប្រុសមានទេពអប្សរម្នាក់នៅផ្ទះថ្ងៃនេះឃើញហើយពិតជាមែនម៉ាក់អ្នកគួរតែទប់បន្តិចម៉េចនិយាយពី3ម៉ាត់ក៏មិនបានដែរឆេអ៊ីរឿងរបស់អ្នកពួកយើងបានរើសហើយរឿងដែលកូនប្រុសគ្រូសាយ៉ាវបានធ្វើអ្នកបានរងការឈឺចាប់ហើយបន្ទាប់ពីនេះមានរឿងអ្វីប្រាប់ឆេមើលទៅគ្រូសាយ៉ាវនឹងជាខ្នងបង្អែករបស់អ្នកប៉ាពាក្យនេះខ្ញុំនឹងចងចាំទុកឪពុកម្ដាយអ្នកល្អណាស់បាត់ដៃយែងកំពុងតែត្រជាក់ញ័រខ្ញុំមើលឃើញហើយពេលអ្នកកាន់ពេងតែដៃអ្នកកំពុងញ័រពេលឪពុកអ្នកនិយាយថាគ្រូសាយ៉ាវជាខ្នងបង្អែករបស់អ្នកស្ទើរតែទប់មិនបានលើកចុងក្រោយដែលមានអ្នកនិយាយពាក្យបែបនេះជាមួយខ្ញុំគឺម្ដាយខ្ញុំហើយឥឡូវនេះនៅថ្ងៃក្រោយវានឹងមានកាន់តែច្រើនមិនមែនមានតែខ្នងបង្អែកទេនៅមានអ្វីផ្សេងទៀតថ្ងៃក្រោយអ្នកនឹងដឹងអ្វីខ្ញុំនឹងទៅភ្លាមតម្លៃភាគហ៊ុនយ៉ាសេះបានធ្លាក់ចុះ15ម្ដងទៀតមានមនុស្សក្នុងក្រុមប្រឹក្សាភិបាលរួមគ្នាសង្កត់សម្ពាធបង្ខំឲ្យប៉ាខ្ញុំចូលពីដំណែងហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យម៉េចប៉ាខ្ញុំចូលមន្ទីរពេទ្យហើយខ្ញុំត្រូវទៅលេខាធិការចេនរៀបចំឡានជូនដំណឹងទៅក្រុមហ៊ុនមេធាវីដែលសហការជាមួយយ៉ាវរៀបចំមតិយោបល់ផ្នែកច្បាប់អំពីវិវាទហិរញ្ញវត្ថុរបស់យ៉ាសេះទៅឡាននៅខាងមុខម៉ាក់ប៉ាយ៉ាងម៉េចហើយហត់នឿយខ្លាំងពេកបូករួមអារម្មណ៍រំភើបខ្លាំងសម្ពាធឈាមឡើងខ្ពស់ណាស់ត្រូវសម្រាប់ថែទាំ2 3ថ្ងៃប៉ាសម្រាប់ឲ្យបានល្អរឿងផ្សាររាត្រីខ្ញុំនឹងទទួលខុសត្រូវពេលប៉ាអ្នកភ្នាក់មុននេះគាត់បានប្រាប់ខ្ញុំក្នុងជីវិតនេះអ្វីដែលគាត់សោកស្ដាយបំផុតគឺអ្នកគាត់ឲ្យអ្នកកុំខ្វល់ពីផ្សាររាត្រីទៀតរស់នៅជីវិតរបស់ខ្លួនឲ្យល្អប្រាប់គាត់ថាក្រុមហ៊ុននឹងមិនដួលរលំទេខ្ញុំក៏មិនទៅណាដែរក្រុមប្រឹក្សាភិបាលចង់បង្ខំប៉ាខ្ញុំចុះពីតំណែងមិនត្រឹមតែបញ្ចេញរឿងអាក្រក់ផ្នែកហិរញ្ញវត្ថុទេថែមទាំងតាក់ទងម្ចាស់ភាគហ៊ុនធំជាច្រើនដោយសម្ងាត់និយាយថាគ្រួសារគ្មានសមត្ថភាពគ្រប់គ្រងក្រុមហ៊ុនទៀតទេគាត់ចង់បង្ខំផ្សាររាត្រីចេញពីដើម្បីទិញក្នុងតម្លៃទាបរចនាសម្ព័ន្ធភាគហ៊ុនយ៉ាងម៉េចគ្រួសារគ្រប់គ្រងសរុប50ប៉ុន្តែក្នុងក្រុមប្រឹក្សាភិបាលមានចောက်ចាស់មួយចំនួនដែលធ្លាប់បង្កើតអាជីវកម្មជាមួយខ្ញុំកំពុងចាក់កម្មបិតពីក្រោយ50គ្រប់គ្រាន់ហើយខ្ញុំនឹងឲ្យក្រុមច្បាប់យ៉ាវជួយអ្នករក្សាតំណែងក្នុងក្រុមប្រឹក្សាភិបាលអ្នកនៅយ៉ាវជួយទ្រទ្រង់ខ្ញុំខាងក៏អាចបែងចែកកម្លាំងបន្ថែមទៀតខ្ញុំអាចនិយាយថាខ្ញុំនឹងប្រឈមមុខជាមួយអ្នកលោកឆាវលោកមកទីនេះដែរឬលោកពូហៅខ្ញុំថាឆៃមកក៏បានប៉ាបង្កបញ្ហាឲ្យអ្នកទៀតហើយមិនមែនជាបញ្ហាទេអ្នកសម្រាប់ព្យាបាលនៅមន្ទីរពេទ្យដោយស្ងប់ចិត្តរឿងរបស់ខ្ញុំនឹងដោះស្រាយប៉ុន្តែខាងនោះខ្ញុំកាន់កាប់ចំណុចខ្សោយរបស់បានច្រើនណាស់បើគាត់ចង់ប្រយុទ្ធផ្នែកមតិសាធារណៈបើចង់ទៅផ្លូវច្បាប់ខ្ញុំនឹងប្រឈមឥឡូវខ្ញុំមានក្រុមច្បាប់ឆាវនិងភាគហ៊ុន50របស់គ្រួសារខ្ញុំមិនមែនជួយសង្គ្រោះគ្រួសារទេខ្ញុំកំពុងជួយសង្គ្រោះអ្នកជំពាក់ខ្ញុំរងចាំអ្នកចេញពីមន្ទីរពេទ្យហើយចាំដោះស្រាយបន្តិចមុនសិនម៉ាក់ឪពុកអ្នកទើបនិយាយជាមួយខ្ញុំថាវិលមុខស្រាប់តែដួលទៅគ្រូពេទ្យថាជំងឺបេះដូងស្រួចស្រាវកំពុងជួយសង្គ្រោះនៅខាងក្នុងសុខភាពឪពុករឹងមាំជានិច្ចមិនមានរឿងអ្វីទេបច្ចុប្បន្នផុតពីគ្រោះថ្នាក់ហើយតែត្រូវសម្រាប់ពេទ្យសង្កេតយ៉ាងហោចណាស់2សប្តាហ៍អ្នកជំងឺមានសម្ពាធខ្លាំងពេកសម្ពាធឈាមនៅតែមិនចុះក្រុមគ្រួសារត្រូវយកចិត្តទុកដាក់មិនអាចឲ្យគាត់ទទួលការរំខានទៀតទេអរគុណលោកគ្រូពេទ្យឈៀវយ៉ូខាងផ្សាររាត្រីក្រុមប្រឹក្សាភិបាលបានទូរស័ព្ទមកជំរុញម្ដងទៀតនិយាយថាក្រុមគ្មានអ្នកដឹកនាំមិនអាចដំណើរការបានក្នុងអំឡុងពេលដែលប៉ាសម្រាប់ពេទ្យស្ថានភាពផ្សាររាត្រីធ្ងន់ធ្ងរណាស់ផ្សាររាត្រីខ្ញុំនឹងគ្រប់គ្រងតែអ្នកនៅតែធ្វើការនៅយ៉ាវគ្រូខ្ញុំនឹងប្រាប់ឆេមីគាត់ប្រកាសជាយល់ផ្សាររាត្រីឥឡូវនេះមនុស្សគ្រប់គ្នាភ័យស្លន់មិនចេញមុខដោះស្រាយក្រុមហ៊ុននឹងបែកបាក់ពិតប្រាកដអ្នកដូចឪពុកអ្នកការនៅវ័យក្មេងពិតគិតតែរឿងសំខាន់ដល់ជីវិតដៃនៅតែញ័រអត់ទេខ្លាចមែនទេប៉ុន្តែខ្ញុំខ្លាចផ្សាររាត្រីដួលរលំជាងពេលប៉ាខ្ញុំភ្ញាក់ឡើងគ្មានអ្វីសល់ទៀតខាងឆាវគ្រូខ្ញុំនឹងជួយសុំច្បាប់ឲ្យអ្នកតំណែងនៅផ្នែកទី2នៃគម្រោងទុកឲ្យអ្នករឿងផ្សាររាត្រីត្រូវការអ្វីប្រាប់ខ្ញុំផ្ទាល់ហេតុអ្វីអ្នកមិនរារាំងខ្ញុំអ្នករារាំងបានទេរារាំងមិនបានលោកស្រីអ្នកជាយុវតីអាយុជាង20ឆ្នាំម្នាក់យល់ដឹងអំពីអាជីវកម្មក្រុមហ៊ុនប៉ុណ្ណា
លោកយីមិននៅទីនេះទេខ្ញុំគិតថាគួរតែឲ្យអនុប្រធានយ៉ាងជំនួសតំណែងអ្នកអនុប្រធានយ៉ាងត្រូវមានស្មូនខ្សែអាជីវកម្មដែលអ្នកទទួលខុសត្រូវគម្រោងអត្រាចំណេញសរុប 8% បើប្រៀបធៀបនឹងហេតុអ្វីបរិយាកាសទីផ្សារមិនល្អគ្រប់គ្នាកំពុងលំបាកនេះជាផែនការឆ្លើយតបរបស់ខ្ញុំចំពោះបញ្ហាសំខាន់3របស់ហ៊ីកូបច្ចុប្បន្នសូមគ្រប់គ្នាមើលជាមុនមានបញ្ហាសួរភ្លាមកិច្ចប្រជុំយ៉ាងម៉េចបានគ្រប់គ្រងស្ថានភាពប៉ុន្តែក៏មានអ្នកមិនពេញចិត្តអនុប្រធានយ៉ាងមុខងឹតពេញពេល Rang Giant គាត់ធ្លាប់មានទំនាក់ទំនងអាជីវកម្មជាមួយគ្រួសារយ៉ាងនេះអ្នកដឹងបានយ៉ាងម៉េចមុននេះពេលស៊ើបអង្កេតយ៉ាវឈៀវខ្ញុំបានពិនិត្យគាត់ផងដែរត្រូវការកំណត់ត្រាទំនាក់ទំនងរបស់គាត់ទេកំពុងមើលខែមុន Rang Giant បានជួបយ៉ាវឈៀវ4ដងពេលវេលានោះគឺមុនពីថ្ងៃនៃការបែកធ្លាយបញ្ហាហិរញ្ញវត្ថុរបស់ហ៊ីគ្រូបអ្នកចង់ធ្វើអ្វីឥឡូវនេះគាត់ដឹងថាខ្ញុំសង្ស័យគាត់ហើយខ្ញុំត្រូវការផូស្តាងដែលគាត់បានក្បត់បច្ចេកវិទ្យា Snow របស់ក្រុមហ៊ុនហ៊ីគ្រូបកំពុងពិភាក្សាគម្រោងសហការបច្ចេកវិទ្យាមួយមានតែមនុស្ស3នាក់ប៉ុណ្ណោះដែលមានសិទ្ធិចូលទិន្នន័យ Snow ខ្ញុំក្រុងផ្ញើទិន្នន័យកំណែខុសគ្នាទៅម្នាក់មើលថាកំណែណានឹងទៅដល់ដៃយ៉ាវឆេងមុនតាក់ទាញពូចេញពីរូងអ្នកកាន់តែដូចអ្នកដឹកនាំហើយកុំច្របាច់សក់ញ៉ៃញ៉ៃហើយឯកសារ3ច្បាប់នេះផ្ញើទៅអនុប្រធានយ៉ាងនាយកឡយនៃផ្នែកបច្ចេកវិទ្យានាយកវងនៃផ្នែកប្រតិបត្តិការពេលផ្ញើត្រូវជ្រើសពេលសំស្របកុំឲ្យគេចាប់អារម្មណ៍លោកយីហេតុអ្វីត្រូវផ្ញើកំណែខុសគ្នាព្រោះម្នាក់ក្នុងចំណោមពួកគេនឹងផ្ញើឯកសារទៅយ៉ាវឆេវកំណែណាដែលត្រូវបែកធ្លាយខ្ញុំនឹងដឹងថាជានរណាត្រីបានបោះនុយចេញហើយខាងអ្នកអាចជួយខ្ញុំតាមដានទំនាក់ទំនងរបស់យ៉ាវឆេវបានទេលេខាធិការឆេនបានរៀបចំហើយអ៊ីមែលក្រុមហ៊ុននិងលេខផ្ទាល់ខ្លួនរបស់យ៉ាវឆេវស្ថិតក្នុងការតាមដានទាំងអស់គាត់គ្រាន់តែទទួលឯកសារយើងនឹងដឹងភ្លាមពិតជាគាត់មែនទទួលបានភស្តុតាងហើយព្រឹកស្អែកខ្ញុំនឹងបើកប្រជុំក្រុមប្រឹក្សាភិបាលដោយផ្ទាល់ត្រូវការឲ្យខ្ញុំនៅជាមួយអ្នកទេមិនបាច់ទេនេះជាបញ្ហារបស់ខ្ញុំផ្ទាល់លោកយ៉ាងអនុប្រធានសូមពន្យល់ហើយអ្វីទៅនៃបច្ចេកទេសផ្ទៃក្នុងដែលខ្ញុំផ្ញើឲ្យអ្នកបន្ទាប់ពីខ្ញុំផ្ញើឲ្យអ្នកបាន40នាទីវាបានបង្ហាញក្នុងអ៊ីមែលក្រុមហ៊ុនរបស់យ៉ាវឆេវនេះជាការបង្ខូចកេរ្តិ៍ឈ្មោះកំណត់ត្រាទាំងនេះអាចក្លែងបន្លំបានល្អអញ្ចឹងខ្ញុំនឹងសួរអ្នកម្ដងទៀតកំណត់ត្រាកាមេរ៉ាឃ្លាំមើលដែលអ្នកនិងយ៉ាវឆេវបានជួបគ្នាសម្ងាត់កាលពីខែមុនយ៉ាវឆេវបាននិយាយបើខ្ញុំប្រគល់បច្ចេកវិទ្យា Snow ឲ្យគាត់បន្ទាប់ពីគាត់ទិញ Night Market គាត់នឹងឲ្យខ្ញុំធ្វើជាអគ្គនាយកមានអ្នកណាទៀតចង់ចាក់ចេញអាចនិយាយឥឡូវនេះក្រុមហ៊ុននឹងមិនរារាំងទេប៉ុន្តែអ្នកដែលនៅសល់ចាប់ពីពេលនេះទៅនឹងប្រយុទ្ធជាមួយខ្ញុំជាមួយគ្នាលោកយីខ្ញុំនៅបន្តអ្នកដឹកនាំថ្មីរបស់ Night Market ឆេវឡើងកាន់តំណែងមួយសប្តាហ៍បានសម្អាតអ្នកបានទីនោះឆេវប៉ាបានឃើញនៅក្នុងព័ត៌មានកូនធ្វើបានល្អណាស់កូនសម្រាប់ថែរក្សារាងកាយឲ្យល្អក្រុមហ៊ុនចាំពេលកូនត្រឡប់ទៅវិញសិនខ្ញុំមិនត្រឡប់ទៅទេជីវិតនេះខ្ញុំបានធ្វើខុសជាច្រើនអរគុណអ្នកដែលនៅតែព្រមជួយសង្គ្រោះគ្រួសារអបអរសាទរម្ដងលោកយីកុំហៅខ្ញុំបែបនេះវាធ្វើឲ្យខ្ញុំមានអារម្មណ៍ចម្លែកប៉ាខ្ញុំនិយាយថានឹងប្រកូលលីក្រុមខ្ញុំគិតថាខ្ញុំនឹងសប្បាយតែចុងក្រោយបេះដូងខ្ញុំធ្ងន់ណាស់ព្រោះអ្នកដឹងថាវាមានន័យអ្វីមានន័យថាអាហាររបស់មនុស្សរាប់រយនាក់នៅពេលក្រោយនឹងស្ថិតក្នុងដៃខ្ញុំការសម្រេចចិត្តរាល់មួយមិនអាចខុសបានខ្លាចទេពីមុនខ្លាចឥឡូវនេះមិនខ្លាចទៀតទេព្រោះខ្ញុំដឹងថាទោះបីខ្ញុំធ្វើខុសក៏ដោយមានមនុស្សនៅពីក្រោយគ្រប់គ្រងមានមនុស្សនៅពីក្រោយជួយទប់ទល់ទីបំផុតអ្នកបានរៀនពឹងផ្អែកលើខ្ញុំហើយលោកយីមានបញ្ហាហើយភាគហ៊ុនយីឆេត្រូវបានមនុស្សទិញចូលច្រើនតាំងពីបើកទីផ្សារបានកើនឡើង 8% ហើយការទិញកាន់កាប់ដោយចេតនាមានមនុស្សកំពុងប្រមូលភាគហ៊ុននៅទីផ្សារអាចជាយ៉ាវឈៀវទេក្រៅពីគាត់គ្មានអ្នកផ្សេងទេគាត់ចង់ប្រមូលភាគហ៊ុនដើម្បីរួមជាមួយម្ចាស់ភាគហ៊ុនផ្សេងបង្ខំក្រុមប្រឹក្សាភិបាលកែតម្រង់រាវឈៀវចាប់ផ្ដើមហើយគាត់កំពុងប្រមូលទិញនៅទីផ្សាររំដាំការគ្រប់គ្រងយីឆេរាវឈៀវបានប្រើកណនីបែងចែកដើម្បីទិញនៅទីផ្សាររងរួចហើយភាគហ៊ុនយីឆេ 8% បូកជាមួយម្ចាស់ភាគហ៊ុនដែលគាត់បានតាក់ទងពីមុនគាត់ប្រហែលជាប្រមូលបានប្រហែល 25% ហើយការបោះឆ្នោតផ្លាស់ប្ដូរក្រុមប្រឹក្សាភិបាលចិត្តមកដល់ភាគហ៊ុនរបស់គាត់លើខ្សែគ្រប់គ្រងរបស់យើងការគ្រប់គ្រងយីឆៃនឹងផ្លាស់ប្ដូរដៃយើងអាចធ្វើអ្វីបានពីររឿងទី1ចាប់ផ្ដើមផែនការយូវ៉ាន់ចេញភាគហ៊ុនថ្មីជាក់លាក់ទៅម្ចាស់ភាគហ៊ុនធំដែលមានស្រាប់បន្ថយសមាមាត្រភាគហ៊ុនក្នុងដៃយ៉ាវឆេវទី2ស្វែងរកសម្ព័ន្ធមិត្តខ្ញុំនឹងទៅរកឆាវឆេអ្នកខ្ញុំខ្លាចជាអ្នកវិនិយោគយុទ្ធសាស្ត្ររបស់ហ៊ីឆេចូលវិនិយោគក្នុងផ្សាររាត្រីអ្នកខ្លាចជាម្ចាស់ភាគហ៊ុនធំទី2នៃផ្សាររាត្រីនេះក៏ជាឱកាសល្អសម្រាប់ក្នុងការពង្រីកអាណាចក្រអាជីវកម្មរបស់មិនមែនរាប់ថាអ្នកជួយខ្ញុំទេគឺជាកិច្ចសហប្រតិបត្តិការអាជីវកម្មថ្ងៃស្អែកក្រុមហ៊ុនឆាវនឹងប្រើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដើម្បីបិទមាត់ខ្ញុំរៀនតាមអ្នកផែនការទិញយករបស់យ៉ាវឆេវបញ្ចប់ត្រឹមនេះលោកយីក្រុមហ៊ុនឆាវចូលភាគហ៊ុនក្នុងក្រុមហ៊ុនយីតើមានន័យថាក្រុមហ៊ុនយីទទួលស្គាល់ថាខ្លួនមិនអាចចូលតែឯងបានឬវាមិនមែនជាការចូលតែម្នាក់ឯងមិនបានទេគឺជាការចូលដៃគ្នារបស់អ្នកជាសហគ្រាសមួយដែលមានកម្លាំងខ្លាំងបំផុតនៅក្នុងវិស័យនេះមានបទពិសោធន៍ប្រមូលផ្ដុំក្នុងឧស្សាហកម្មរបស់ពួកយើងគឺធ្វើឲ្យភាគីទាំងពីរកាន់តែរឹងមាំមានមនុស្សនិយាយថាលោកឆាវចូលហ៊ុនក្នុងក្រុមហ៊ុនយីគឺដើម្បីយីឆេវលោកយល់យ៉ាងណាចំពោះរឿងនេះខ្ញុំមានទំនុកចិត្តលើក្រុមហ៊ុនយីកុំគ្រប់គ្រងយីសងការវិនិយោគជាការសម្រេចចិត្តអាជីវកម្មមិនពាក់ព័ន្ធនឹងទំនាក់ទំនងផ្ទាល់ខ្លួនទេអ្នកបានបំផ្លាញរឿងរបស់ខ្ញុំម្ដងទៀតផែនការទិញក្រុមហ៊ុនរបស់ពួកយើងបានបរាជ័យហើយបន្ទាប់ពីយ៉ាវចូលភាគហ៊ុនសិទ្ធិគ្រប់គ្រងគ្រួសារបានមានស្ថិរភាពរួចហើយអ្នកវិនិយោគតូចនៅទីផ្សារលំដាប់ទី2ក៏បានឈប់លក់ចេញដែរខ្ញុំបានត្រៀមអស់រយៈពេល2ខែចំណាយប្រាក់រាប់រយលានតែបែរជាឲ្យគាត់បាត់បង់ទាំងអស់ក្នុងមួយថ្ងៃយ៉ាងម៉េចអន់ជាងវ៉ាន់ថុនបន្តិចថ្ងៃនេះខាងយ៉ាវឈៀវមិនមានចលនាអ្វីសោះវាមិនធម្មតាទេគាត់បានឈួតទាំងស្រុងហើយនៅពេលមនុស្សម្នាក់ឈួតដល់កម្រិតនេះមានតែពីរយ៉ាងឬបាក់បែកឬធ្វើរឿងដែលខ្លាំងជាងនេះខ្ញុំបានឲ្យមនុស្សតាមដានគាត់រួចហើយហេតុអ្វីអ្នកជួយខ្ញុំច្រើនបែបនេះកុំសួរទៀតសំណួរដែលខ្ញុំដឹងថាអ្នកគិតយូរហើយព្រោះការជួយអ្នកមិនមែនដើម្បីឲ្យអ្នកសងខ្ញុំនៅថ្ងៃក្រោយទេគឺព្រោះខ្ញុំចង់ឈរនៅខាងដូចគ្នាជាមួយអ្នកដើរទៅមុខជាមួយគ្នាយល់ហើយទេប៉ាញ៉ាំបាយសិនកុំមើលទៀតប៉ាគិតរួចហើយថ្ងៃច័ន្ទបើកិច្ចប្រជុំក្រុមប្រឹក្សាភិបាលខ្ញុំនឹងប្រកាសជាផ្លូវការឲ្យអ្នកបន្តតំណែងជាប្រធានក្រុមហ៊ុននិងជាអគ្គនាយកអ្នកពិតជាព្រមទុកមែនឬ
ខ្ញុំមិនមែនមិនអាឡោះអាឡ័យក្រុមហ៊ុនទេខ្ញុំគ្រាន់តែគិតថាប្រគល់ក្រុមហ៊ុនឲ្យអ្នកល្អជាងនៅក្នុងដៃខ្ញុំពីមុនខ្ញុំមិនជឿថាអ្នកអាចទទួលបន្ទុកបានទេឥឡូវខ្ញុំជឿហើយអ្នកឲ្យឆៅចូលភាគហ៊ុនយីខ្ញុំមិនទាន់មានឱកាសអរគុណអ្នកផ្ទាល់ទេលោកពូយីគ្រាន់តែជាកិច្ចសហការអាជីវកម្មប៉ុណ្ណោះបានកិច្ចសហប្រតិបត្តិការអាជីវកម្មរឿងរបស់អ្នកវ័យក្មេងសម្រាប់តាមអ្នកបានឃើញហើយអ្វីដែលអ្នកបានបង្ហោះទាំងនេះចង់ធ្វើអ្វីចង់ចរចាលក្ខខណ្ឌមួយជាមួយអ្នកដកពាក្យបណ្ដឹងវិញសូមទោសជាសាធារណៈនិយាយថាអ្នកបានចោទខ្ញុំខុសបើមិនដូច្នោះទេរបស់ទាំងនេះថ្ងៃស្អែកនឹងបង្ហាញនៅគ្រប់សារព័ត៌មានហិរញ្ញវត្ថុនិងបណ្ដាញសង្គមបញ្ហាហិរញ្ញវត្ថុរបស់ឪពុកអ្នកមិនទាន់សម្អាតច្បាស់ទេអ្នកក៏មិនទាន់ស្អាតស្អំទេបុកជាមួយរូបថតទាំងនេះសាររាត្រីអាចទ្រាំបានប៉ុន្មានថ្ងៃទៀត3ថ្ងៃខ្ញុំឲ្យអ្នកពេល3ថ្ងៃគិតមិនដូច្នោះទេគ្រប់គ្នាតាមអ៊ីនធឺណិតនឹងដឹងថាអ្នកបោកអាពីពីកំពុងរៀបចំការបង្ខូចកេរ្តិ៍ឈ្មោះតាមអ៊ីនធឺណិតត្រង់ទ្រីធំឲ្យក្រុមស៊ើបអង្កេតភស្តុតាងចូលរួមភ្លាមជូនដំណឹងផ្នែកច្បាប់រៀបចំឯកសារប្តឹងបានទទួលឯកសារហើយការវិភាគដំបូងប្រវត្តិជ័យទាំងអស់គឺបង្កើតដោយ A ការភ្ជាប់មុខក្នុងរូបថតអាចបញ្ជាក់ជាភស្តុតាងឯកសារបង្ហាប់នេះផ្ទាល់គឺជាភស្តុតាងផ្ទាល់នៃការគម្រាមកំហែងនិងចម្រិតទារប្រាក់គ្រប់គ្រាន់ហើយឬបូកជាមួយការថតសម្លេងទូរស័ព្ទរបស់គេមុននេះគេចង់ប្រើចន្លោះពេលទោះបីចុងក្រោយអាចបកស្រាយបានក៏ដោយក្នុងដំណើរការនោះតម្លៃភាគហ៊ុនរបស់ផ្សាររាត្រីក៏នឹងរងផលប៉ះពាល់ដូច្នេះយើងមិនឲ្យគេមានឱកាសបង្ហោះវាទេតាមភស្តុតាងដែលយើងមានបច្ចុប្បន្នអាចដាក់ពាក្យសុំចាត់ការភ្លាមប៉ូលីសអាចកោះហៅគេយប់នេះរៀបចំឯកសារទាំងអស់ឲ្យរួចរួមទាំងមានការគម្រាមកំហែងដែលគេធ្លាប់បង្ហោះលើអ៊ីនធឺណិតដាក់ស្នើទាំងអស់មុននេះខ្ញុំជាអ្នកខ្លាចឥឡូវខ្ញុំអាណិតគេវិញគេបានបិទផ្លូវថយក្រោយរបស់ខ្លួនទាំងអស់ផ្លូវនេះគេជាអ្នកជ្រើសរើសដោយខ្លួនឯងទើបខ្ញុំអាចដើរដល់ទីបញ្ចប់ល្អរាយការណ៍ទៅប៉ូលីសឲ្យច្បាប់ជាអ្នកបញ្ចប់រឿងនេះថ្ងៃនេះសូមអញ្ជើញអ្នកទាំងអស់គ្នាមកគឺដើម្បីប្រកាសរឿងមួយជាផ្លូវការចាប់ពីថ្ងៃនេះទៅប្រធានក្រុមហ៊ុនយីនិងអ្នកគ្រប់គ្រងទូទៅដោយកូនស្រីរបស់ខ្ញុំនឹងទទួលតំណែងជាផ្លូវការឈៀវយោគ្រូសាយីប្រគល់ឲ្យកូនហើយខ្ញុំមិនមានសុំត្រកថាឡើងកាន់តំណែងដ៏រំភើបអ្វីទេខ្ញុំនិយាយតែមួយឃ្លាយីត្រូវបានបង្កើតឡើងដោយជីតារបស់ខ្ញុំនឹងមិនឲ្យវាដួលរំទេផ្លូវខាងមុខខ្ញុំនឹងដើរជាមួយគ្រប់គ្នាអរគុណគ្រប់គ្នាដែលជឿទុកចិត្តខ្ញុំនោះជាអ្វីនៅថ្ងៃនេះកាលពី10ឆ្នាំមុនអ្នកបានផ្ដល់ខ្លាឃ្មុំតូចព្យួរដាវឲ្យខ្ញុំហើយនិយាយថាកុំខ្លាចនៅថ្ងៃនេះ10ឆ្នាំក្រោយខ្ញុំចង់ផ្ដល់ចម្លើយមួយឲ្យអ្នកវិញអ៊ីឆេវយោអ្វីដែលខ្ញុំខ្លាចបំផុតក្នុងជីវិតនេះមិនមែនសង្គ្រាមខ្លាចអ្នកទៅគេយកមិនមែនខ្លាចក្រុមហ៊ុនមានបញ្ហាទេគឺខ្លាចបាត់បង់អ្នករៀបការជាមួយខ្ញុំចាប់ពីពេលនេះភ្លៀងទាំងអស់ខ្ញុំនឹងស្ដាប់តាមអ្នកខ្ញុំនឹងរៀបការជាមួយអ្នកអ្នកដឹងទេថាខ្ញុំរងចាំពាក្យនេះយូរប៉ុណ្ណាចាប់ពីថ្ងៃដែលអ្នកបង្ហាញខ្លួននៅមុខខ្ញុំម្ដងទៀតបានហើយពាក្យហើយមិនអាចប្រយុទ្ធទេសន្យាហើយពូយីមីងខ្ញុំចង់សុំអ្នកទាំងពីរជាផ្លូវការសូមប្រគល់ឈៀវឲ្យរៀបការជាមួយខ្ញុំឆេម៉ៅលើកនេះខ្ញុំបានធ្វើខុសជាច្រើនប៉ុន្តែឆេវគឺជាកូនស្រីតែមួយរបស់ខ្ញុំប្រគល់នាងឲ្យអ្នកហើយរហូតដល់ពេលនេះខ្ញុំនៅតែមានអារម្មណ៍ថាវាមិនពិតបើកឡានបុកខាងក្រោយមេបាច់បែរជាបានគូដណ្ដឹងម្នាក់ដូច្នេះប្រាក់ថ្លៃជួសជុល 50,000 នោះគឺជាការវិនិយោគល្អបំផុតក្នុងជីវិតអ្នកពេលនោះអ្នកធ្វើដោយចេតនាមែនទេដោយចេតនាបោកខ្ញុំថ្លៃជួសជុល 50,000 បើមិនបោកអ្នកតើអ្នកនឹងឡើងឡានខ្ញុំទេចង់រៀបការនៅទីណាធ្វើឲ្យសាមញ្ញបន្តិចមានគ្រួសារនិងមិត្តភ័ក្តិនៅក៏គ្រប់គ្រាន់យ៉ាងណាក៏ដោយបន្ទាប់ពីនេះយើងនៅមានពេលច្រើនសម្រាប់ពិភាក្សាយឺតពេញមួយជីវិតល្អពេញមួយជីវិតអ្នកឈរនៅទីនោះកុំកម្រើខ្ញុំសុំថតរូបមួយសិនហេតុអ្វីអ្នកមកទីនេះមិនមែនដល់ពេលមកទទួលខ្ញុំទេដើមឡើយខ្ញុំចង់មើលមុនបន្តិចឥឡូវខ្ញុំមានអារម្មណ៍សោកស្ដាយបន្តិចសោកស្ដាយអ្វីពេលឃើញអ្នកពាក់រ៉ូបអាពីពីពីខ្ញុំកាន់តែមិនអាចរងចាំដល់ថ្ងៃរៀបការបានទៀតទៅចុះពេលអ្នកដើរទៅដល់ចុងព្រំក្រហមខ្ញុំនឹងប្រាប់អ្នកថាខ្ញុំរងចាំពេលនេះយូរប៉ុណ្ណាអ្នកគឺជាកូនក្រមុំដែលស្អាតបំផុតថេងបាតដៃខ្ញុំញើសចេញមិនឈប់ទេកុំខ្លាចមានពួកយើងនៅទីនេះមិនអីទេបន្តិចទៀតពេលឃើញបងប្រុសខ្ញុំអ្នកនឹងលេងភ័យបងប្រុសខ្ញុំនោះកុំមើលថាគាត់ធម្មតាធ្វើជាមនុស្សមើងម៉ាត់ថ្ងៃនេះមិនដឹងជាគាត់ភ័យដល់កម្រិតណាទេខ្ញុំពិតជាត្រូវរៀបការជាមួយគាត់ហើយកូនស្រីរបស់ខ្ញុំពិតជាស្អាតណាស់ម៉ាក់សូមជូនពរអ្នកនឹង Shemil ឲ្យរស់នៅជាមួយគ្នារហូតដល់ចប់អង្គជារៀងរហូតខ្ញុំបានបញ្ចាំងរូបថតទាំងនោះទៅលើអេក្រង់ធំល្អណាស់ខ្ញុំចង់មើលថាអ្នកនឹងដោះស្រាយយ៉ាងណាលោកឆៅ
ពិតជាមានសកម្មភាពមែនថ្ងៃនេះពួកយើងនៅទីនេះធ្វើជាសាក្សីនៃការរួមរស់របស់លោកនិងអ្នកនាងកូនកំឡោះតើអ្នកព្រមរៀបការជាមួយអ្នកនាងជាភរិយារបស់អ្នកឬទេខ្ញុំព្រមកូនក្រមុំតើអ្នកព្រមរៀបការជាមួយលោកខ្ញុំព្រមអ្នកព្រមរៀបការជាមួយលោកខ្ញុំព្រមតើអ្នកព្រមរៀបការជាមួយលោកជាភរិយាទេខ្ញុំព្រមសូមបដូរចិញ្ចៀននេះជាការសន្យារបស់ខ្ញុំចំពោះអ្នកពេញមួយជីវិតបងអរគុណដែលបានចូលមកក្នុងជីវិតរបស់ខ្ញុំឥឡូវនេះខ្ញុំសូមប្រកាសគាត់បានទិញបុគ្គលិកម្នាក់រៀបចំបញ្ចាំងរូបថតคล้ายៗនៅក្នុងពិធីរូបថតអ្វីដាក់មុខរបស់នាងចូលក្នុងរូបថតមិនសមរម្យមួយចំនួនចង់ធ្វើឲ្យនាងអាម៉ាស់មុខនៅចំពោះមុខមនុស្សទាំងអស់ត្រូវបានគ្រប់គ្រងរួចហើយរូបថតទាំងនោះក៏ត្រូវបានពួកយើងយកមកបានហើយល្អរឿងនេះកុំប្រាប់ជាមុនចាំបញ្ចប់ពិធីមង្គលការសិនខ្ញុំប្រគល់កូនស្រីឲ្យអ្នកហើយពូសូមកុំបារម្ភខ្ញុំនឹងស្រឡាញ់នាងពេញមួយជីវិតខ្ញុំសូមប្រកាសលោកនិងអ្នកនាងបានក្លាយជាប្តីប្រពន្ធជាផ្លូវការកូនកំឡោះអាចថាបកូនក្រមុំបានលោកឆៅសូមអញ្ជើញឈប់សិនអ្នកទាំងអស់គ្នាកំពុងធ្វើអ្វីលេងខ្ញុំអ្នកមកដល់គឺជាភ្ញៀវពិធីមង្គលការមិនទាន់បញ្ចប់ទេហេតុអ្វីអ្នកប្រញាប់ចាក់ចេញខ្ញុំមានអារម្មណ៍មិនស្រួលបន្តិចល្អណាស់ខ្ញុំបានរៀបចំអំណោយពិសេសមួយសម្រាប់អ្នកតើអ្នកមិនស្រួលត្រង់ណាមិនអីទេប្រហែលមកពីយប់មិញញ៉ាំអ្វីមិនល្អខ្ញុំនាំអ្នកទៅមន្ទីរពេទ្យពិនិត្យមើលមិនចាំបាច់ពិបាកបែបនេះទេសូមអបអរសាទរលោកឆៅនិងលោកស្រីឆៅអ្នកមានផ្ទៃពោះហើយប្រហែល5សប្តាហ៍អ្នកនិយាយថាអ្វីអ្នកមានផ្ទៃពោះហើយសូមអបអរសាទរសូមអបអរសាទរឈៀវយ៉ូពួកយើងមានកូនហើយមែនទេពួកយើងមានកូនពិតប្រាកដហើយអរគុណអ្នកឈៀវយ៉ូម៉ាក់ឈៀវយ៉ូមានផ្ទៃពោះហើយឈៀវយ៉ូពេលក្រោយអ្នកត្រូវសម្រាកបានល្អមិនចាំបាច់ធ្វើអ្វីទាំងអស់ខ្ញុំនឹងជួលអ្នកថែទាំល្អបំផុតមកថែអ្នកអរគុណម៉ាក់កុំភ័យឈៀវយ៉ូនឹងមិនអីទេខ្ញុំដឹងប៉ុន្តែបងអ្នកស្ងប់ចិត្តបន្តិចលោកស្រីឆៅប្រើកម្លាំងបន្ថែមក្បាលទារកចេញមកហើយសូមអបអរសាទរជាកូនប្រុសម្ដាយនិងកូនមានសុវត្ថិភាពនេះជាកូនប្រុសរបស់ខ្ញុំល្អណាស់ខ្ញុំជាឪពុករបស់អ្នក